សូមជម្រាបសួរបងប្អូននិស្សិតទាំងអស់ជាទីរាប់អាននៅថ្ងៃនេះខ្ញុំសូមបង្ហាញនៅអត្ថបទមួយចំនួនដែលជាអត្ថបទពាក់ព័ន្ធនឹងបទពិសោធន៍មួយចំនួននៃជីវិតរបស់ខ្ញុំតាមរយៈអត្ថបទនេះមានខ្លឹមសារនិងទិន្នន័យមួយចំនួនទាក់ទងនឹងឃ្លាប្រយោគដកស្រង់នៅទីនេះមិនមានឡើយខណៈផូរផង់មួយដែលល្អសារជាថ្មីឱកាសមួយដ៏ល្អនោះប្រហែលជាឱកាសចុងក្រោយបង្អស់ហើយខ្ញុំពិតជាពេញចិត្តនិងមិនទាមទារទៀតឡើយការអធិដ្ឋានទាំងឡាយរបស់ខ្ញុំបានទទួលនឹងការឆ្លើយតបគ្រប់គ្រាន់ហើយអរគុណដែលបានផ្ដល់ឲ្យខ្ញុំនៅថ្ងៃម្សិលមិញម្ដងទៀតបាទសម្រាប់ឃ្លាប្រយោគនេះគឺខ្ញុំចង់សម្ដៅលើឱកាសល្អៗដែលយើងធ្លាប់មានពីអតីតកាលហើយយើងមិនចេះថែរក្សាវាឲ្យបានល្អបន្ទាប់មកវាក៏នឹងបាត់បង់ប៉ុន្តែប្រសិនបើយើងវៃឆ្លាតក្នុងការគ្រប់គ្រងពេលវេលាយើងចេះទៀមទាឬក៏ព្យាយាមបង្កើតណាឲ្យបានឡើងវិញសារជាថ្មីនោះឱកាសដ៏ល្អផូរផង់មួយវានឹងអាចមានជាថ្មីសម្រាប់យើងមែនប៉ុន្តែសូមចងចាំថាមិនមែនគ្រប់ឱកាសទាំងឡាយដែលយើងចង់បានវាសុទ្ធតែអាចកើតឡើងចំពោះយើងនោះឡើយហេតុដូច្នេះត្រូវតែវៃឆ្លាតក្នុងការគ្រប់គ្រងពេលវេលារស់រាន់ធ្វើនៅអ្វីៗដែលយើងចូលចិត្តមុនពេលដែលពេលវេលានោះវាសឹករិចរិលអស់ប្រកបណាស់មានជីវិតរស់ត្រូវតែរស់ដោយសាកល្បងភ្លក់ឲ្យសពរសជាតិដែលអាចទើបជីវិតគ្មានវិបដិសារីបំណាច់នឹងរស់ត្រូវតែរស់ដោយអាចហូរទឹកភ្នែកដ៏មានន័យយ៉ាងជ្រាលជ្រៅបំផុតបាទខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរីករាយណាចំពោះភពសំណាងដែលអ្នកទាំងអស់គ្នាមានឱកាសកើតជាមនុស្សមានភពវាសនាកើតជាមនុស្សគឺជាមរតកដ៏មានតម្លៃមួយដែលអ្នកបានទទួលពីបុព្វបុរសពិតណាស់ជីវិតជាមនុស្សគឺសាមញ្ញនិងងាយស្រួលប៉ុន្តែអ្នកតែងតែធ្វើឲ្យវាប្រែក្លាយជាលំបាកទោះបើជីវិតរបស់អ្នករកន័យឲ្យវាឃើញឬមិនឃើញជីវិតអ្នកគឺពេញដោយសម្រស់គួរឲ្យជក់ចិត្តនិងគួរឲ្យត្រេកអរប៉ុន្តែអ្នកអាចនឹងខកចិត្តយ៉ាងធ្ងន់ធ្ងរទៅវិញប្រសិនបើអ្នករវល់តែខំរន័យឲ្យវាដោយផ្អែកលើគំនិតផ្ដេសផ្ដាសរបស់អ្នកតែម្នាក់ឯងទាំងមិនយល់ថាវាជាអ្វីហើយក៏ចេះតែធ្វើទៅតាមនិយមសង្គមនិងមនុស្សជុំវិញអ្នកប្រយោគដ៏ល្បីមួយរបស់អ្នកនិពន្ធ Albert Camus បាននិយាយថា live to the point of tear មានន័យយ៉ាងសាមញ្ញថាជីវិតមនុស្សគឺមិនអាចដូចគ្នាឡើយហេតុនេះហើយអត្ថន័យនៃជីវិតរបស់មនុស្សក៏មិនដូចគ្នាដែរដែលគ្មានឡើយត្រូវគ្មានឡើយខុសអ្វីដែលសំខាន់គឺអ្នកអាចមានបទពិសោធន៍ជាមួយអ្វីៗគ្រប់យ៉ាងដែលអ្នកអាចភ្លក់បានគ្រប់សពរសជាតិទើបជាន័យពិតប្រាកដនៃជីវិតអ្នកដូចនេះសូមអរសប្បាយជាមួយរាល់គ្រប់រចនាបថនៃដំណើរជីវិតរបស់អ្នកណាធ្វើឬមិនធ្វើគឺជាសិទ្ធិរបស់អ្នកប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកនឹងអាចជ្រើសរើសធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកុំឲ្យជីវិតរបស់អ្នកប្រឈមមុខនឹងពាក្យមួយដែលនិយាយថាវិបដិសារីឬការស្ដាយក្រោយបាទសប្តាហ៍នៃការភ្ញាក់រលឹកខ្ញុំសូមលើកបង្ហាញនៅបទពិសោធន៍មួយចំនួនវាមិនមែនជាបទពិសោធន៍មួយដែលត្រឹមត្រូវទាំងស្រុងនោះឡើយប៉ុន្តែជាអារម្មណ៍មួយដែលខ្ញុំចង់បង្ហាញឡើងវិញតាមរយៈបទពិសោធន៍កន្លងមកនៃជីវិតដែលខ្ញុំបានជួបប្រទះអំពីការថែទាំសុខភាពនិងការព្យាបាលដោយដែលខ្ញុំធ្លាប់បាននិយាយដដែលម្ដងហើយម្ដងទៀតទាំងនៅក្នុងថ្នាក់ទាំងតាមការសិក្សាពីចម្ងាយតាមរយៈប្រព័ន្ធគ្រឿងអេឡិចត្រូនិកតាក់ទងនឹងការថែទាំសុខភាពឬការព្យាបាលខ្ញុំមិនដែលទាមទារឲ្យគ្រូពេទ្យត្រូវតែព្យាបាលអ្នកជំងឺឲ្យជាសះស្បើយនោះឡើយព្រោះជំងឺខ្លះគឺមិនអាចព្យាបាលបានទេប៉ុន្តែខ្ញុំតែងតែសង្ឃឹមជឿជាក់ថាគ្រូពេទ្យនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពចុងក្រោយបង្អស់ដោយភាពស្មោះត្រង់ប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងសិលធម៌វិជ្ជាជីវៈគឺមិនមែនមុខលុយនឹងធ្វើអ្វីៗដើម្បីតែលុយនៅតែខំព្យាបាលលើជំងឺនានាដែលខ្លួនមិនមានជំនាញដើម្បីលុយនោះឡើយខ្ញុំពិតជាកោតសរសើរគ្រូពេទ្យនៅប្រទេសថៃដែលជាប្រទេសជិតខាងនៃប្រទេសកម្ពុជាដែលតែងតែប្រកបដោយមនសិការវិជ្ជាជីវៈមានទំនួលខុសត្រូវធ្វើឲ្យអ្នកជំងឺពិតជាអស្ចារ្យមិនមែនស្ថិតនៅក្នុងការភ័ន្តច្រឡំនិងសេចក្តីសង្ស័យដូចនៅក្នុងប្រទេសកម្ពុជានោះឡើយខ្ញុំនៅតែនិយាយដដែលជាដដែលគ្រូពេទ្យនៅប្រទេសកម្ពុជាមិនមែនអន់ឬអត់នោះទេណាគ្រាន់តែមនសិការវិជ្ជាជីវៈគឺនៅមានកំណត់តែប៉ុណ្ណោះខ្ញុំចង់មានក្តីសង្ឃឹមលើគ្រូពេទ្យនៅប្រទេសកម្ពុជាប៉ុន្តែខ្ញុំនៅតែមិនមានក្តីសង្ឃឹមព្រោះដោយសារតែខ្ញុំបានឃើញថាមន្ត្រីជាន់ខ្ពស់នៅប្រទេសកម្ពុជានិងអ្នកមានទ្រព្យធនស្រុកស្ដាំទាំងឡាយក្នុងប្រទេសកម្ពុជាពេលដែលមានជំងឺនៅតែបន្តរត់ទៅរកការព្យាបាលពីប្រទេសល្អៗនៅខាងក្រៅដដែលទ្រាំអរគុណព្រះដែលវេលារស់រាននៃជីវិតរបស់មនុស្សគឺមានទីបញ្ចប់ដូចគ្នាបាទចឹងតកតងនឹងបញ្ហាសុខភាពយើងដឹងថានៅស្រុកយើងការព្យាបាលវានៅស្ទើរណា
ចឹងខ្ញុំគ្មានយោបល់អីច្រើនទេបាទចឹងយើងត្រូវតែទ្រាំហើយរស់តាមសមត្ថភាពដែលយើងអាចទទួលយកដំណោះស្រាយបានហើយសង្ឃឹមថាថ្ងៃណាមួយនោះមនសិការវិជ្ជាជីវៈវានឹងកើតមានលើគ្រូពេទ្យនៅស្រុកខ្មែរឲ្យបានច្រើនបាទអំពីទំនាក់ទំនងម្ដាយនិងកូនបាទអំពីទំនាក់ទំនងម្ដាយនិងកូនម្ដាយឪពុករបស់អ្នកបានយកចិត្តទុកដាក់ថែទាំអ្នកចាប់តាំងពីពេលដែលអ្នកកើតរហូតដល់អាយុ5-6ឆ្នាំមានន័យថាគាត់នៅតាមអ្នកមើលអ្នករហូតដោយមិនបានស្អប់ខ្ពើមអាចនោមរបស់អ្នកឡើយចុះអ្នកវិញតើអ្នកអាចថែទាំម្ដាយឪពុករបស់អ្នកដែលចាស់ជរាឲ្យបាន5ឆ្នាំឬ6ឆ្នាំដោយមិនស្អប់ខ្ពើមអាចនោមរបស់គាត់ដែរឬទេតើដល់ពេលណាទើបដុំលាមកក្នុងគ្រប់ទម្រង់និងគ្រប់ពណ៌នៃទឹកនោមគឺជានិមិត្តរូបឬក៏ជារូបភាពនៃភាពគួរឲ្យចាប់ចិត្តនិងស្រឡាញ់ជាទីស្នេហារបស់អ្នកតើពេលណាទើបក្លិនឆ្អេះនៃនោមនិងក្លិនស្អុយនៃលាមកជាក្លិនដ៏គប់ចិត្តនៃជីវិតអ្នកតើពេលណាទើបអ្នកឈប់ចាញ់បោកអារម្មណ៍របស់អ្នកឬឈប់ចាញ់បោកខួរក្បាលអ្នកដែលបានឲ្យព័ត៌មានដ៏អាក្រក់និងភាពមិនរីករាយនៃលាមកនិងនោមរបស់ម្ដាយឪពុកមកលើអ្នកពេលដែលអ្នកអាចគ្រប់គ្រងអារម្មណ៍និងខួរក្បាលបានពេលនោះហើយដែលអ្នកនឹងអាចបម្រើម្ដាយឪពុកអ្នកដែលឈឺរ៉ាំរ៉ៃក្នុងភាពចាស់ជរាដោយភាពងាយស្រួលមិនមានការលំបាកបានទ្រាំអរគុណព្រះដែលគ្រប់ភាពលំបាកនៃជីវិតរបស់មនុស្សគឺតែងតែមានទីបញ្ចប់ទាំងអស់បាទចឹងចំណុចនេះខ្ញុំក៏ចង់រំលឹកអ្នកទាំងអស់គ្នាថាម្ដាយឪពុកមើលយកចិត្តទុកដាក់ថែទាំយើងជាងខ្ញុំសង្ឃឹមថាយើងនឹងមានឆន្ទៈមើលយកចិត្តទុកដាក់ថែទាំគាត់វិញនៅពេលដែលគាត់ចាស់ជរាកុំភ្លេចថាភាពចាស់ជរារបស់មនុស្សគឺมันមានរយៈពេលយូរទេណាចឹងសូមពិចារណាអំពីការគ្រប់គ្រងពេលវេលាណានៅពេលដែលយើងកាន់តែធំធាត់ជីវិតរបស់ម្ដាយឪពុកយើងកាន់តែសឹករិចរិលទៅហេតុដូច្នេះសូមចំណាយពេលវេលាលើគាត់នៅដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ឲ្យបានច្រើនដើម្បីថ្ងៃក្រោយយើងជាផុតអំពីឃ្លាដ៏សាមញ្ញមួយគឺការស្ដាយក្រោយបាទអំពីកេរមរតកអ្វីដែលអ្នកបានឃើញសប្តាហ៍ថ្ងៃគឺជាមរតកដែលដូនតាជំនាន់មុនបានបន្សល់ទុកឲ្យអ្នកវាមិនមែនជាទ្រព្យរបស់អ្នកទេវាគឺជាទ្រព្យបណ្ដោះអាសន្នរបស់ដូនតាដែលបានបន្សល់ទុកសម្រាប់ជំនាន់របស់អ្នកឲ្យអ្នកប្រើប្រាស់ជាបណ្ដោះអាសន្នតែប៉ុណ្ណោះតើវាពិតជាពិបាកមែនឬបើគ្រាន់តែចែករំលែកនៅផលប្រយោជន៍ទាំងអស់នោះដល់មនុស្សគ្រប់គ្នាដែលជាប្រជាជាតិរបស់អ្នកដើម្បីរស់នៅឲ្យបានសុខស្រួលទាំងអស់គ្នាបាទចឹងនៅទីនេះយើងក៏ចង់និយាយថាអ្វីដែលយើងមានបច្ចុប្បន្នគឺជាកេរដូនតាណាបើសិនជាគិតជាប្រទេសកេររបស់បុព្វបុរសបើគិតជាផ្ទះគឺកេររបស់បាទជីដូនជីតាយើងហេតុអីបានជាពួកយើងមិនអាចចែកគ្នាឲ្យល្មមមករស់ស្រួលទាំងអស់គ្នាហេតុអីបានយើងចូលចិត្តដដើមគ្នាមួយយកច្រើនមួយយកតិចឬបើយើងចូលចិត្តដដើមហេតុអីក៏យើងមិនអាចអប់រំខ្លួនយើងឲ្យคล้ายទៅជាមនុស្សម្នាក់លះបង់ដើម្បីប្រជាជាតិយើងឬក៏លះបង់ដើម្បីបងប្អូនរបស់យើងទៅបាទណាយ៉ាងណាក៏មនុស្សទាំងអស់នោះសុទ្ធតែជាបងប្អូនយើងឬក៏ជាប្រជាជាតិរបស់យើងដដែលប៉ុន្តែអ្វីដែលគួរឲ្យស្អប់គឺពពួកអ្នកដែលមានឱកាសណាស់ដណ្ដើមយកហើយនៅតែប្រព្រឹត្តទង្វើដែលមិនគប្បីឬជិះជាន់លើអ្នកដែលទុនខ្សោយជាងនេះគឺជារឿងដ៏អាក្រក់មួយដែលកើតមាននៅលើជីវិតរបស់មនុស្សនៅក្នុងប្រទេសកម្ពុជាអ្នកធំម្នាក់នោះគេក៏ជាជាតិសាសន៍ខ្មែរដូចអ្នកដែរតែគេមានសិទ្ធិកាប់ព្រៃឈើដើម្បីលក់គេមានសិទ្ធិទន្ទ្រានដីធ្លីដើម្បីប្រើប្រាស់ចុះហេតុអ្វីបានជាអ្នកណាហេតុអ្វីបានជាអ្នកដែលមានជាតិសាសន៍ខ្មែរដូចគេម្នាក់ដែរតែអ្នកបែរជាគ្មានសិទ្ធិកាប់ព្រៃឈើដើម្បីលក់ហើយគ្មានសិទ្ធិទន្ទ្រានដីធ្លីដើម្បីប្រើប្រាស់តើចម្លែកទេណាដែលសត្វព្រៃទាំងឡាយរស់នៅក្នុងព្រៃឈើរបស់កម្ពុជាអស់រាប់រយឆ្នាំមកហើយនោះបានក្លាយជាសត្វខុសច្បាប់ណាខ្លាយជាសត្វដែលមកទន្ទ្រានយកទឹកដីរបស់ជំទាវអុកញ៉ាឯកឧត្តមដែលជំទាវអុកញ៉ាឯកឧត្តមសឹងតែទាំងអស់នោះសុទ្ធតែរស់នៅភ្នំពេញហើយបែរជាមានកម្មសិទ្ធិទៅលើដីធ្លីលើទឹកដីនៅឯព្រៃភ្នំទៅវិញសូមកុំបន្ទោសជំទាវអុកញ៉ាឯកឧត្តមសូមអ្នកក្រឡេកមើលគ្រួសារអ្នកតើគ្រួសារអ្នកចេះបែងចែកកេរមរតកនៃដូនតាបានល្អហើយឬនៅទ្រាំអរគុណព្រះដែលគ្មាននរណាម្នាក់មានកម្មសិទ្ធិលើកេរមរតកទាំងអស់នោះជានិរន្តរ៍ឡើយបាទចឹងរស់នៅស្រុកខ្មែរយើងច្រើនតែរបួសផ្លូវចិត្តត្រង់ចំណុចហ្នឹងប៉ុន្តែនេះគ្រាន់តែជាកំណត់សម្គាល់ដែលខ្ញុំចង់ដាស់តឿនពួកយើងហើយឲ្យយើងដឹងថាបាទអ្វីដែលយើងកំពុងតែប្រកាសប្រចាដណ្ដើមគ្នាវាគ្រាន់តែជារបស់បណ្ដោះអាសន្ននៅពេលណាមួយនោះវានឹងចាក់ចេញទៅវិញទាំងអស់បាទព្រោះពេលវេលារបស់មនុស្សគឺវាមានដែនកំណត់អូខេ
ចឹងនេះគ្រាន់តែជាគំនិតដំបូងហើយខ្ញុំសង្ឃឹមថាអ្នកនឹងអាចភ្ញាក់រលឹកបានខ្លះបាទផ្កាព្រិលបាទចឹងនៅក្នុងសប្តាហ៍នេះយើងនឹងជជែកគ្នាអំពីអ្នកវគ្គកថាមួយដែលមានចំណងជើងថាផ្កាព្រិលទោះបើរឿងទាំងនេះគឺជាអារម្មណ៍ដ៏មងសៅបាទរឿងផ្កាព្រិលគឺជាអារម្មណ៍មួយដ៏មងសៅដែលខ្ញុំបានសរសេរប៉ុន្តែវានឹងគ្មានឥទ្ធិពលធ្វើឲ្យជីវិតខ្ញុំនេះពេញដោយទុក្ខកង្វល់ឡើយបាទប្រសិនបើអ្នកមិនបណ្ដោយអារម្មណ៍អ្នកខ្លាចជាអ្នកគ្រប់គ្រងលើជីវិតរបស់អ្នកបាទចឹងទោះបីទុក្ខសោកទាំងឡាយវាមានភាពខ្លាំងក្លាយ៉ាងណាវាស៊ីសងលើប្រតិកម្មរបស់យើងបើយើងគ្រប់គ្រងអារម្មណ៍របស់យើងមិនឲ្យណាមានប្រតិកម្មជះត្រឡប់ទៅលើរឿងរ៉ាវទាំងអស់នោះយើងនឹងមិនឈឺចាប់ដោយសាររឿងរ៉ាវទាំងអស់នោះឡើយណាយើងគ្មានសិទ្ធិហាមឃាត់បញ្ហាទេប៉ុន្តែយើងមានសិទ្ធិណាក្នុងការជ្រើសរើសអារម្មណ៍ក្នុងការមានប្រតិកម្មទៅលើបញ្ហាយើងគ្មានសិទ្ធិហាមឃាត់សត្វស្លាបសត្វបក្សាបក្សីឲ្យហោះពីលើក្បាលយើងទេប៉ុន្តែយើងពិតជាមានសិទ្ធិហាមឃាត់ពួកសត្វបក្សាបក្សីទាំងអស់នោះមិនឲ្យវាជុះអាចពីលើក្បាលរបស់យើងហេតុការណ៍ជាអ្វីដែលយើងមិនអាចហាមឃាត់បានប៉ុន្តែអារម្មណ៍គឺជាអ្វីដែលយើងអាចជ្រើសរើសចឹងបើយើងជួបហេតុការណ៍អាក្រក់ម៉ោងពិបាកចិត្តគឺពិបាកចិត្តណាពិបាកចិត្តទៅពេលដែលដល់ម៉ោងពិបាកចិត្តប៉ុន្តែផុតពីនោះជាម៉ោងសម្រាប់ហើយយើងត្រូវសម្រាប់ណាបំណាច់នឹងយំមានពេលដែលត្រូវយំមានពេលដែលសម្រាប់យំយើងត្រូវដាក់វេនណាមានពេលឈប់មានពេលធ្វើការតើអ្នកមានចងចាំដល់រឿងចៅស្រទប់ជែកទេស្រទប់ជែកពេលដែលម្ដាយស្លាប់វាពិបាកចិត្តវាដេកកំដរភ្នោ7ថ្ងៃបន្ទាប់មកវាត្រូវតែចាក់ចេញចឹងបើសិនឲ្យយើងជាមនុស្សដែលណាមានកោបរំទាបជាងចៅស្តុបជែកបើជ្រុលពិបាកចិត្តអូខេអាចពិបាកចិត្ត7ថ្ងៃគុណនឹង3ពិបាកចិត្ត21ថ្ងៃទៅបន្ទាប់មកគឺមិនត្រូវឈឺចាប់តទៅទៀតឡើយអាចនឹកគិតដល់អនុស្សាវរីយ៍ទាំងឡាយជាមួយនឹងមនុស្សទាំងឡាយដែលយើងមានណាក្រោយពេលដែលបែកបាក់ឬបាត់បង់វាគឺជាទុក្ខសោកប៉ុន្តែទុកវាជាការកំសាន្តទៅទុកវាជារសជាតិដ៏អស្ចារ្យនៃជីវិតណាព្រោះយើងមានសំណាងនៅរស់ហើយយើងបានភ្លុកណាចឹងវាមិនខុសពីការណែនាំរូបភាពដំបូងនេះដែលខ្ញុំបានដាស់តឿនអ្នកទាំងអស់គ្នាទេថាមានជីវិតនៅរស់ត្រូវតែភ្លុកឲ្យបានគ្រប់រសជាតិបាទចឹងឥឡូវនេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នានៅខ្លឹមសារសង្ខេបនៃអ្នកវគ្គកថារឿងផ្កាព្រិលវាជាលំនាំនៃរឿងពិតនៃជីវិតគ្រួសាររបស់ខ្ញុំហើយក៏វាជារឿងមួយដែលខ្ញុំព្យាយាមទុកជាអនុស្សាវរីយ៍នៃជីវិតរបស់ខ្ញុំនៅក្នុងដំណាក់កាលនៃឆ្នាំមួយនេះគឺឆ្នាំ2021បាទរឿងផ្កាព្រិលបាទឆ្នាំ1949បដិវត្តន៍ចិនបានធ្វើឲ្យប្រជាជនចិនជាច្រើនអ្នកបានដាច់ចិត្តធ្វើចំណាក់ស្រុកក្នុងនាមជាជនភៀសខ្លួនកាន់តែច្រើនឡើងបន្ថែមទៀតមកកាន់ដែនដីដែលមានសុវត្ថិភាពមធ្យមនោះគឺដែនដីអាស៊ីអាគ្នេយ៍ទោះបានាងមានកំណើតនៅក្នុងឆ្នាំ1050នៅតំបន់ឆៅសានដែលជាតំបន់របស់ជនជាតិភាគតិចចិនទាជីវនាខេត្តខ្វាងតុងនៃប្រទេសចិនក៏នាងមិនមានឱកាសនឹងចម្រើនធំធាត់ពេញវ័យនៅទីនោះឡើយគ្រួសារនាងដែលមានសមាជិក9នាក់បានសម្រេចចិត្តលះបង់កូនប្រុសស្រី2នាក់ឲ្យនៅមាតុភូមិកំណើតជាមួយនឹងត្រកូលតែមួយបាទជាង9នាក់7នាក់បានរត់ចោលស្រុកហោចណាស់គឺនឹងមិននិរិះទាំងស្រុងចំពោះការសម្រេចចិត្តដ៏បថុយបឋានបាទចំណាក់ស្រុកជាមួយម្ដាយឪពុកបងប្អូនប្រុសស្រីសរុប7នាក់ពួកគេទាំងអស់បានមកដល់ទឹកដីនៃប្រទេសកម្ពុជាតាមដំណើរដែនដីគោកដោយឆ្លងកាត់ប្រទេសវៀតណាមនិងអតីតកម្ពុជាក្រោមជំនាញធ្វើម្ហូបអាហារពីប្រពៃណីជំនាញសិប្បកម្មពីប្រពៃណីបានធ្វើឲ្យពួកគេអាចរស់រានលើដែនដីថ្មីបាទចឹងនៅទីនេះសូមចងចាំថាបើដែនដីរបស់អ្នកពិបាករស់អ្នករស់មិនបានស្រួលអ្នកត្រូវតែក្លាហានរត់ចោលស្រុកឬក្លាហានចាក់ចោលស្រុកប៉ុន្តែកុំភ្លេចតើអ្នកមានជំនាញអ្វីដើម្បីជួយឲ្យខ្លួនអ្នកអាចចាក់ចោលស្រុកដោយសុវត្ថិភាពឬក៏ចាក់ចោលស្រុកដោយជឿជាក់ថាអ្នកអាចរស់បានដូចជានៅក្នុងករណីនេះគ្រួសារមួយដែលមានគ្នា9នាក់សុខចិត្តទុកកូន2ចោលហើយយកតែកូន5មកជាមួយបាទជាមួយប្តីប្រពន្ធចឹង7នាក់ចាក់ចេញពីប្រទេសចិននៅក្នុងជំនាន់សង្គ្រាមនៅស្រុកចិនហើយបានភៀសខ្លួនមកដល់ប្រទេសកម្ពុជាបាទចឹងពួកគេត្រូវតែបន្ថយដើម្បីជីវិតមួយដែលប្រសើរនៅកម្ពុជាសួរថាគេរស់បានដោយសារអីនៅពេលដែលគេមិនចេះនិយាយភាសាខ្មែរគេចេះតែភាសាចិនបាទចឹងដោយសារពួកគេណាមានជំនាញធ្វើម្ហូបពីប្រពៃណី
ណាមានជំនាញសិប្បកម្មបាទអញ្ចឹងទោះបីនៅលើដែនដីថ្មីគឺពួកគេនៅតែអាចប្រើជំនាញឬក៏អ្វីដែលពួកគេចេះនោះដើម្បីរស់ខំប្រឹងរស់រៀនផងបន់ពុនលើជីវិតក្នុងនាមជាជនបរទេសផងបាទចឹងនេះគឺជាច្បាប់ដ៏ល្អមួយកាលណាជនបរទេសទៅនៅប្រទេសមួយនោះត្រូវទាញប្រាក់ពន្ធពីជនបរទេសបាទអូខេបាទចឹងនេះគឺជាភាពដ៏ល្អមួយរបស់ប្រទេសកម្ពុជាជំនាន់ឆ្នាំ1950បាទចឹងគ្រូសាហ្នឹងគាត់ខំប្រឹងរស់រៀនហើយខំប្រឹងរកចំណូលណារលុយបាទទោះបើលុយមិនបានច្រើនប៉ុន្មានប៉ុន្តែសមត្ថភាពដែលចេះទុកដាក់បានធ្វើឲ្យជីវភាពនៃគ្រួសារឈានឆ្ពោះទៅរកភាពចម្រុងចម្រើនបាទចឹងកន្លែងនេះអ្នកទាំងអស់គ្នាត្រូវចាប់អារម្មណ៍ដូចគ្នាប្រាក់ខែច្រើនមិនមែនមានន័យថាអស្ចារ្យទេគឺសមត្ថភាពចេះទុកដាក់លុយកាក់នោះទេទើបហៅថាប្រសើរជាងបុគ្គលខ្លះគាត់មិនអាចរកលុយបានច្រើនប៉ុន្តែការចេះទុកដាក់និងចេះយកអាលុយដែលរកបានហ្នឹងទៅវិនិយោគបន្តទៀតជាកត្តាដ៏សំខាន់ដែលធ្វើឲ្យជីវភាពគ្រួសារហ្នឹងបានប្រសើរបាទចឹងលក់គុយទាវលក់នំចាខ្វៃធ្វើចម្លាក់ដែលជាចម្លាក់មនាងសិលាការចិញ្ចឹមជ្រូកបេះបោចបន្លែនិងរុក្ខជាតិតាមទំនប់ទួលគោកទំនប់បឹងសាឡាងឬបឹងទំពុនកាលពីចំនួនឆ្នាំ1950ការស្គាល់ច្បាស់ពីការសន្សំសំចៃនិងការចេះគ្រប់គ្រងខ្ទង់ចាយវានេះឯងដែលបានធ្វើឲ្យជីវិតមិនស្គាល់ឡើយនៅពាក្យថាក្រទ្រព្យទោះបើមានទំនាស់នៃវប្បធម៌ខ្លះៗរវាងជនជាតិខ្មែរនិងចិនប៉ុន្តែវាគឺជាទំនាស់សម្រាប់មនុស្សជំនាន់ដើមសម្រាប់នាងបាទដែលជាមនុស្សជំនាន់ថ្មីហើយបានទទួលការអប់រំនៅសាលាខ្មែរនិងមានមិត្តភ័ក្តិជាជនជាតិខ្មែរផងនោះទំនាក់ទំនងរបស់នាងនិងប្រជាជាតិថ្មីនេះគឺមិនលំបាកឡើយសូម្បីតែភាសានៃទំនាក់ទំនងគឺងាយបំផុតងាយដូចបកចេករស់ក្នុងវប្បធម៌ពីរក្នុងផ្ទះនិងក្រៅផ្ទះនិយាយភាសាពីរគឺក្នុងផ្ទះនិងក្រៅផ្ទះបាទចឹងនៅទីនេះគឺខ្ញុំចង់បញ្ជាក់ថាជនជាតិចិនជាជាតិសាសន៍មួយដែលវៃឆ្លាតនៅក្នុងការសម្របខ្លួនពេលដែលទៅដល់ទីណាក៏ដោយអាចប្រើប្រាស់សមត្ថភាពនិងជំនាញដែលខ្លួនមាននិងចេះបត់បែនដើម្បីធ្វើឲ្យជីវិតរបស់ខ្លួនរស់នៅដោយភាពងាយស្រួលគ្រប់យ៉ាងគឺល្អប្រទេសកម្ពុជាមានសន្តិភាពមានភាពសានត្រានជាប្រទេសអភិវឌ្ឍហើយក៏ជាប្រទេសដែលមិនចូលនឹងបកសម្ព័ន្ធជាប្រទេសម្ចាស់ផ្ទះដែលបានទទួលស្វាគមន៍នឹងការប្ររពកីឡាខ្នាតអន្តរជាតិដ៏ល្បីល្បាញមួយគឺកីឡា Asian Games នៅក្នុងឆ្នាំ1966ហើយកម្ពុជាក៏ជាគំរូនៃប្រទេសដែលប្រទេសសិង្ហបុរីបច្ចុប្បន្ននេះពីមុនស្រមើស្រមៃនឹងដើរតាមប៉ុន្តែនរណាដឹងថ្ងៃស្អែកឃ្លោកលិចអំបែងអណ្ដែតអូខេកិច្ចពីក្រពើមកជួបនឹងខ្លាចឹងមានន័យថាគ្មានអ្វីថិតថេរទៀងទាត់ឡើយបាទគ្រួសារខំប្រឹងរត់ពីចិនសង្ឃឹមថារស់នៅទីនេះបានស្រួលប៉ុន្តែនៅតែមិនស្រួលបាទណាបន្ទាប់ពីសុខសុភមង្គលប្រហែលជា10ទៅ15ឆ្នាំបាទខំភៀសខ្លួនចេញពីសង្គ្រាមនៅប្រទេសកំណើតមកជួបសង្គ្រាមនៅប្រទេសថ្មីសម័យសាធារណរដ្ឋខ្មែរបាទបងប្រុសទី1របស់នាងដែលមានប្រពន្ធហើយមានកូន10នាក់ត្រូវរវល់ចិញ្ចឹមកូនបងប្រុសទី2របស់នាងដែលមានភរិយាជាកូនមេទាហាននៅអ្នកលឿងបានស្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អាមេរិកឯបងប្រុសពៅព្រោះតែខឹងនឹងការប្រដៅដ៏តឹងតែងរបស់ឪពុកទៅតាមវប្បធម៌ចិនដែលមានទំនាស់នឹងវប្បធម៌ខ្មែរបានចាក់ចេញបាត់ដោយគ្មានដំណឹងបងស្រីនាងដែលត្រូវបានប្តីបោះបង់ចោលក៏ត្រឹមតែទទួលបន្ទុកបន្ថែមគឺមើលថែរក្សាកូនឯនាងត្រូវរៀបការនឹងបុរសពុកម៉ាយ2ទឹកយ៉ាងបន្ទាន់ក្នុងរយៈពេលត្រឹមតែ1អាទិត្យក្រោយពីមរណភាពឪពុកបង្កើតរបស់នាងនៅឆ្នាំ1973បាទចឹងតួអង្គបាទមានបងប្អូនច្រើនហើយសុទ្ធតែមានរឿងម្យ៉ាងម្នាក់សម្រាប់តួអង្គផ្ទាល់បាទណាឪពុកស្លាប់នៅឆ្នាំ1973ស្លាប់បានត្រឹមតែ1អាទិត្យទេគឺត្រូវរៀបការជាមួយនឹងបុរសម្នាក់ដែលជាបុរសពោះម៉ាយធ្លាប់រៀបការពីមុន2ដងហើយមកការជាមួយនាងជាលើកទី3នៅពេលដែលនាងទើបតែរៀបការជាលើកទី1បាទព្រោះនៅក្នុងវប្បធម៌ចិនកាលណាឪពុកស្លាប់ហើយមិនព្រមរៀបការនៅក្នុងមួយសប្តាហ៍ដំបូងទេគឺគាត់មិនអាចរៀបការរយៈពេល3ឆ្នាំបាទនេះជាបទពិសោធន៍នៃចំនួនរបស់ពួកគាត់បាទជាងគាត់ត្រូវតែបង្ខំចិត្តរៀបការហើយទៅរៀបការតែម្នាក់ឯងតែប៉ុណ្ណោះដោយបងប្អូនខាងស្រីគឺគ្មានអ្នកណាទៅចូលរួមនោះទេបាទជាងក្រោយរៀបការហើយត្រូវទៅនៅខាងប្តីបន្ទាប់ពីរស់ក្រោមប្រពៃណីដ៏តឹងរ៉ឹងរបស់ឪពុកនាងត្រូវរស់ក្រោមប្រពៃណីដ៏តឹងរ៉ឹងរបស់ម្ដាយក្មេកនាងត្រូវរស់នៅបាទនាងត្រូវរត់ចោលផ្ទះបាទសំទោសបាទនាងត្រូវចាកចេញពីផ្ទះណាបាទ
តែប្រហែលថ្ងៃប៉ុណ្ណោះមុននឹងនាងឆ្លងទន្លេប្រសូតបុត្រីទី1របស់នាងចឹងដោយសារតែរស់នៅជាមួយម្ដាយក្មេកហើយខ្លួនឯងមានផ្ទៃពោះចិត្តឆ្លងទន្លេមានអារម្មណ៍ថាលំបាកមិនជឿជាក់ក៏ត្រឡប់មកផ្ទះម្ដាយរបស់ខ្លួនវិញបាទមួយខែក្រោយឆ្លងទន្លេប្តីរបស់នាងដែលធ្លាប់តែលែងលះប្រពន្ធពីមុនព្រោះតែរឿងអាឆ្លងទន្លេអត់ព្រមកើតកូននៅពេញបែរជារត់ទៅតាមផ្ទះម្ដាយអីហ្នឹងបាទប្តីនាងលើកនេះគាត់មានបទពិសោធន៍2 ដងហើយគាត់ក៏មកតាមយកប្រពន្ធទៅផ្ទះរបស់ខ្លួនវិញបាទនេះគឺជារឿងនៅក្នុងចំនួនឆ្នាំ1970គ្រួសារនាងបានជួបជុំប៉ុន្តែគឺជាការជួបជុំអញ្ចឹងយើងដឹងនៅចំនួនឆ្នាំ1970បន្ទាប់ពីមានសង្គ្រាមផ្ទៃក្នុងញឹកញាប់ទៅបាទឆ្នាំ75ក៏បានមកដល់ចឹងគ្រួសារនាងបានជួបជុំប៉ុន្តែជាការជួបជុំដើម្បីចាក់ចេញពីទីក្រុងភ្នំពេញក្រោមការបង្គាប់បញ្ជារបស់ខ្មែរក្រហមភាពឯកភាពគឺមិនមានឡើយគ្រួសារនាងបាទខាងស្រីត្រូវចែកជា2ក្រុមធំឯគ្រួសារខាងប្តីរបស់នាងក៏ចែកជា2ក្រុមធំណាទាំងខាងនាងនិងប្តីនាងបាទសរុបសមាជិកលើសពី40នាក់បាទបងប្អូនទាំងអស់ជាង20នាក់គឺទៅបាត់ដំបងហើយនៅសល់តែ1នាក់ទៀតដែលត្រឡប់មកវិញបន្ទាប់ពីសម័យខ្មែរក្រហមដួលរលំ20នាក់ដែលទៅកំពង់ចាមដែលវិលត្រឡប់មកវិញនៅសល់5នាក់ផុតពីវាលពិឃាតគឺសឹងតែនៅសេសសល់តែភាពទទេដូចគ្នាទាំងញាតិសន្តានមិត្តភ័ក្តិហើយរបស់ដែលនៅសល់គឺមានតែអនុស្សាវរីយ៍នៃនរកលោកីតែប៉ុណ្ណោះចឹងគ្រួសារមួយបើយើងគិតពីប្តីពុនមានគ្នា40បន្ទាប់ពីឆ្លងកាត់ចំនួនមួយអស់រលីងនៅសល់5នាក់ត្រឡប់មកវិញបាទប្តីនាងនៅសល់ប្អូនស្រីនិងបងប្រុសដែលពួកគេបានរត់ទៅដល់ជំរំហើយក៏បានភៀសខ្លួនទៅដល់ប្រទេសទី3គឺប្រទេសកាណាដាបងប្រុសនៃប្តីរបស់នាងបានខំខ្នះខ្នែងដើម្បីជួយប្តីនាងនិងនាងក្នុងការអាចចាក់ចេញទៅកាន់ប្រទេសទី3ដែរតែប្តីរបស់នាងប្រកែកព្រោះមិនចង់ចាក់ចេញដើម្បីទៅធ្វើកម្មករនៅឯបរទេសនោះឡើយចឹងយើងដឹងហើយថាជនជាតិខ្មែរដែលភៀសខ្លួនចេញពីស្រុកខ្មែរពេលដែលទៅដល់សហរដ្ឋអាមេរិកបារាំងកាណាដាអូស្ត្រាលីឬក៏ណូវែសេឡង់ឬក៏ជប៉ុនបាទសុទ្ធតែត្រូវធ្វើការជាកម្មករទាំងអស់ព្រោះយើងក្នុងនាមជាជនភៀសខ្លួនយើងអត់ចេះអីទេបាទអញ្ចឹងប្តីរបស់នាងសម្រាប់ចិត្តបដិសេធមិនទៅប្រទេសកាណាដាឡើយបាទនាងវិញដែលជាជនជាតិចិនសញ្ជាតិខ្មែរចំនួនទី1ក្រៅពីប្តីនាងនៅសល់តែក្មួយស្រីម្នាក់ដែលជាកូនបងប្រុសរបស់នាងដែលនាងត្រូវបន្តថែរក្សានិងក្មួយប្រុសម្នាក់ដែលអាចរស់រានបានដោយមិនចាំបាច់ត្រូវការជំនួយពីនាងគឺនាងមិនមាននរណាទាំងអស់ដែលជាញាតិសន្តានចឹងតួស្រីគាត់នៅសល់តែក្មួយស្រីនិងក្មួយប្រុសម្នាក់តែប៉ុណ្ណោះហើយគាត់ទទួលខុសត្រូវតែលើក្មួយស្រីទេដោយសារក្មួយប្រុសអាចរស់បានដោយខ្លួនឯងណាបាទជីវិតថ្មីក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានាងបានទទួលក្តីសង្ឃឹមថ្មីមួយជាចំណងដៃនៃជីវិតនោះគឺកូនប្រុសម្នាក់នៅឆ្នាំ1980បន្ទាប់ពីនាងបានបាត់បង់កូនបង្កើតអស់2នាក់ក្នុងសម័យខ្មែរក្រហមជាបន្តបន្ទាប់នៅក្នុងឆ្នាំ1982 84 86នាងក៏មានកូនជាបន្តបន្ទាប់ឯក្មួយស្រីរបស់នាងដែលនាងបានទុកដាក់ឲ្យមានប្តីស្រីដែរនោះបាទគឺរៀបការនៅឆ្នាំ1982ក្មួយស្រីរបស់នាងក៏មានកូនដំណើរនឹងនាងដែរគឺនៅឆ្នាំ1984និងឆ្នាំ1986ក្មេងៗចំនួនក្រោយ4នាក់ដែលត្រូវជាក្មួយនិងមីងបើកដោះម្ដាយនិងយាយឬបើកដោះម្ដាយនិងបងស្រីរួមតែមួយតើអ្នកមាននឹកឃើញដល់រូបគំនូរនៃបរិសុទ្ធចំណាស់ម្នាក់ដែលបើកដោះក្មេងស្រីម្នាក់ទេបាទនេះគឺជារូបគំនូរបរទេសមួយអញ្ចឹងបើសិនថ្ងៃណាមួយអ្នកទាំងអស់គ្នាមានសំណាងឃើញរូបបរិសុទ្ធចំណាស់ម្នាក់បើកដោះក្មេងស្រីម្នាក់កុំគិតថាបរិសុទ្ធចំណាស់ហ្នឹងគាត់មានចំណងឬក៏លុបឬក៏មានអារម្មណ៍ផ្លូវភេទគឺបរិសុទ្ធនោះជាឪពុករបស់ក្មេងស្រីនោះតែម្ដងប៉ុន្តែដោយសារគាត់ជាប់គុកហើយគាត់គ្មានអាហារទទួលទានអញ្ចឹងពេលដែលកូនស្រីរបស់គាត់ទើបតែប្រសូតកូនហើយទៀតហ្នឹងមកជួបគាត់នៅក្នុងគុកគឺបានបំបើកដោះឪពុករបស់គាត់តែម្ដងបាទនោះគឺជារូបគំនូរដ៏អស្ចារ្យមួយស្ដីអំពីការលះបង់ឬក៏ក្តីស្រឡាញ់រវាងឪពុកហើយនិងកូនជាពិសេសគឺកូនទៅលើឪពុកបាទដល់ពេលខាងគ្រួសារនេះវិញមានន័យថាមីងហើយនឹងក្មួយគាត់មានកូនតាណាគ្នាអញ្ចឹងកូនហ្នឹងវាបើកដោះបាទមីងក្មួយចូលគ្នាមិនមានអ្នកមានទេហើយក៏មិនមានអ្នកក្រដែរមានត្រឹមតែហូបហើយហូបត្រឹមតែមួយរសអ្នកអាចគិតថាវាមិនមែនជាជីវិតនៅក្នុងជំនាន់ឆ្នាំ
1908ជាងអញ្ចឹងពេលនេះពួកយើងនៅឆ្នាំ2020ពេលយើងមើលត្រឡប់ទៅឆ្នាំ1908ជាងយើងឃើញថាមនុស្សវាអត់មានក្រម្នាក់បានត្រឹមតែរបស់ហូបទេណាស្បែកជើងត្រូវផ្សារខោត្រូវប៉ះបាទចឹងម្នាក់យ៉ាប់ដូចគ្នាហើយយើងគិតថាអូមានមិនមែនជាជីវិតទេបែបហ្នឹងណាប៉ុន្តែបាទនោះហើយគឺជាសុភមង្គលរបស់មនុស្សជំនាន់នោះព្រោះពេលដែលផុតពីសង្គ្រាមម្នាក់បានត្រឹមតែមួយហូបគឺវាគ្រប់គ្រាន់ហើយមនុស្សមិនរវល់នឹងបង្អួតគ្នាឡើយប៉ុន្តែបែរជាមានចិត្តចេះចែករំលែកជួយគ្នាទៅវិញទៅមកដោយក្តីអាណិតអាសូរពួកគេគ្មានអ្វីល្អដូចមនុស្សជំនាន់ដែលយើងកំពុងតែមានឥឡូវនោះទេប៉ុន្តែជំនាន់យើងនេះយើងក៏មិនត្រូវភ្លេចដែរថាយើងប្រហែលជាគ្មានឱកាសដើម្បីមានអ្វីដូចជំនាន់ពួកគាត់នោះឡើយបាទចឹងយើងបានដឹងរឿងដល់ត្រឹមហ្នឹងហើយខ្ញុំខឹងនឹងនាងមិនអាចរក្សាប្តីនាងឡើយប្តីនាងបានលួចបង្កើតទំនាក់ទំនងជាមួយនឹងអតីតគូស្នេហ៍ចាស់ដែលខ្មែរក្រហមបានរៀបចំឲ្យជាប្តីប្រពន្ធកាលពីឆ្នាំ1977មុននឹងយកទៅសម្លាប់ប៉ុន្តែមានភ័ព្វសំណាងបានរួចខ្លួនព្រោះតែប្តីរបស់នាងចេះអានអក្សរចិនដែលជាការគូសវាសរបស់នាយទាហានខ្មែរក្រហមជាសញ្ញាព្រមានដល់ជីវិតប្តីនាងដែលជាជនជាតិចិនតែមួយដូចទាហានខ្មែរក្រហមនឹងដែរបាទចឹងនៅសម័យខ្មែរក្រហមប្តីនាងមុនគេយកសម្លាប់គេឲ្យការជាមួយស្រីម្នាក់ទៅប៉ុន្តែដោយសារទាហានខ្មែរក្រហមចេះចិនអញ្ចឹងវាទៅសេអក្សរនៅលើដីឲ្យប្តីនាងឃើញចឹងដោយសារប្តីនាងចេះអានអក្សរចិនដឹងបើហ៊ានតែធ្វើតាមអ្វីដែលគេណែនាំជាពិសេសក្រោយពេលរៀបការហើយបើថាហ៊ានឡើងរទេះតាមគេទៅផ្ទះមានន័យថាគេយកទៅវាយចោលចឹងគាត់សម្រេចចិត្តអត់ទៅក៏បានរស់រានទៅបាទចឹងបន្ទាប់មកដល់ពេលបែកអពតចូលដល់សម័យសាធារណរដ្ឋខ្មែរនឹងបាទគាត់ចែកដនអីក៏បានជួបនឹងដៃគូចាស់វិញទៅក៏បង្កើតភ្លើងស្នេហាសារជាថ្មីហើយចឹងគាត់ក៏បានភៀសខ្លួនបាទចាក់ចេញចោលនាងនៅជំរំជនភៀសខ្លួនចុងឆ្នាំ1986ប្តីនាងនិងប្រពន្ធក្រោយបានរត់ភៀសខ្លួនទៅដល់ដោយនាំយកទាំងកូនរបស់នាង2នាក់ទៅជាមួយផងបងប្រុសប្តីនាងដែលកំពុងតែនៅប្រទេសកាណាដាបានបដិសេធមិនជួយធានាប្តីនាងនិងប្រពន្ធក្រោយនោះឡើយព្រោះជាការបំផ្លាញដល់កិត្តិយសរបស់គាត់ដែលបានចូលស្ដីដណ្ដឹងនាងឲ្យទៅប្តីរបស់នាងយ៉ាងត្រឹមត្រូវកាលពីឆ្នាំ1973បាទចឹងអស់ជំរឿប្តីនាងនិងប្រពន្ធក្រោយដែលមានកូន3នាក់បន្ថែមទៀតនៅជំរំគឺនៅក្នុងឆ្នាំ1987 88 89បានស្ម័គ្រចិត្តទៅកាន់ប្រទេសទី3ទាំងប្រថុយនោះគឺជាប្រទេសហ្វាំងឡង់ដែលជាដែនដីនៃទ្វីបអឺរ៉ុបភាគខាងជើងក្នុងឆ្នាំ1989បាទប្រកាសណាស់នោះគឺជាសំណាងប្តីរបស់នាងអ្នកដែលទៅដល់ជំរំនៅឆ្នាំ1986គឺតិចតួចណាស់ដែលមានឱកាសទទួលបាននូវសិទ្ធិជនភៀសខ្លួនស្របច្បាប់មនុស្សជាច្រើនដែលទៅដល់ជំរំហើយគឺត្រូវតែត្រឡប់មកវិញចុះហេតុអ្វីបានជាប្តីនាងមានសំណាងនោះគឺដោយសារប្តីនាងចេះភាសាចិននៅពេលដែលប្រពន្ធក្រោយនៃប្តីនាងចេះភាសាបារាំងបាទចឹងដោយសារគាត់ចេះភាសាចិនហើយពេលដែលទៅដល់ថៃជួបអ្នកដែលចេះនិយាយចិនទៅនិយាយចេះយល់គ្នាស្រួលមានគេប្រាប់គេណែនាំមធ្យោបាយធ្វើយ៉ាងណាដើម្បីអាចចូលទៅដល់ជំរំជនភៀសខ្លួនក្នុងសភាពស្របច្បាប់បាទដោយដែលខ្ញុំបាននិយាយពីខាងដើមមកហើយដែរខ្ញុំខឹងនឹងនាងដែលមិនចេះរក្សាប្តីបណ្ដោយឲ្យប្រពន្ធក្រោយអាចតាក់យកទៅបាត់ដោយទាំងកូន2ទៅទៀតអូខេបាទរីឯក្មួយស្រីរបស់នាងដែលមានកូន2ក៏មានវាសនាមិនខុសពីនាងប្រមាណដែរគឺប្តីរបស់ក្មួយស្រីនាងក៏រត់ទៅតាមស្រីថ្មីបាត់ទៀតចឹងទីបំផុតគ្រួសារមួយនេះបាទនៅសល់តែមីងក្មួយដែលមានកូនម្នាក់2បាទហើយត្រូវចិញ្ចឹមក្មួយ2កូន2ហ្នឹងទៅសរុបបាទ2នាក់មីងក្មួយចិញ្ចឹមក្មេងៗ4នាក់ចឹងនាងមានកូន4បណ្តែដោយសារប្តីនាងយកទៅ2ចឹងនាងនៅសល់តែ2ទេបាទទីបំផុតចាប់ពីឆ្នាំ1986មកស្ត្រី2នាក់ម្នាក់ពាក់កណ្ដាល30ម្នាក់ពាក់កណ្ដាល20ចិញ្ចឹមកូនណាចិញ្ចឹមក្មេងៗ4នាក់ដែលមានអាយុខ្ទង់រាយក្រោម10ទាំងអស់ហើយពិតជាមិនលំបាកទេបើគិតគូរត្រឹមតែអាហារសម្រាប់រស់ការសិក្សាដោយមិនមានរៀនគួរគ្មានសម្ភារៈទំនើបគ្មានការកំសាន្តបាទហើយចឹងវាងាយបំផុតគឺវាអត់ប៉ះពាល់អីទេព្រោះជំនាន់ហ្នឹងគឺវាស្រួលរស់មែនបាទហើយវាមិនមានរបួសផ្លូវចិត្តទៀតសម្រាប់មនុស្សដែលរស់នៅក្នុងប្លុកអ្នកក្រដូចគ្នាដោយដែលខ្ញុំធ្លាប់បាននិយាយហើយដែរ
ជំនាញធ្វើម្ហូបពីប្រពៃណីគ្រួសារការចេះដាក់ខ្លួនធ្វើការស្គាល់ច្បាស់នៅអ្វីដែលហៅថាការសន្សំសំចៃមិនថារកបានតិចតួចប៉ុណ្ណានោះទេគឺពិតជាអាចសល់និងចម្រុងចម្រើនទោះបើមិនមានអ្វីដើម្បីបង្អួតអ្នកដទៃប៉ុន្តែគឺមិនដែលខ្វះឡើយនៅអ្វីដែលហៅថាតម្រូវការចាំបាច់សម្រាប់ជីវិតបាទជឿខ្ញុំសង្ឃឹមថាយើងនឹងយល់ពីកន្លែងហ្នឹងឲ្យល្អមនុស្សយើងរកបានតិចឬច្រើនមិនសំខាន់សមត្ថភាពប្រើប្រាស់និងការសន្សំសំចៃបាទពិភពមនុស្សគឺពិតជាចម្លែកក្រោយពីសង្គ្រាមម្នាក់សុំត្រឹមតែមួយរស់ផុតពីបានត្រឹមតែមួយរស់ម្នាក់លោភលន់ចង់សល់នោះគឺឆ្នាំ1991ពលរដ្ឋចាប់ផ្ដើមមានកម្មសិទ្ធិលើដីធ្លីទីផ្សារចាប់ផ្ដើមคล้ายជាទីផ្សារសេរីនាងដែលមិនបានបន្តការអប់រំឲ្យបានស៊ីជម្រៅគឺមិនវៃឆ្លាតក្នុងការប្រកួតប្រជែងឡើយមានធនធានមិនចេះប្រើហើយក៏ចាញ់បោកគេអស់ផ្ទះមួយចំហៀងបាទគឺដោយសារនាងហើយនឹងប្តីអនុញ្ញាតឲ្យមិត្តភ័ក្តិដែលស្គាល់ពីចំនួនមុនរស់នៅជាងដល់ឆ្នាំ1991គេក៏ធ្វើប្លង់ផ្ទះមួយចំហៀងទៅធ្វើឲ្យនាងអស់ផ្ទះមួយចំហៀងនៅសល់តែផ្ទះមួយចំហៀងតែប៉ុណ្ណោះប៉ុន្តែក៏អរគុណដល់ព្រះទោះបើសល់ផ្ទះត្រឹមតែមួយចំហៀងក៏នៅតែជាសម្បត្តិដ៏អស្ចារ្យបាទផ្ទះនោះគឺស្ថិតនៅលើផ្លូវស៊ីវត្ថាដែលបច្ចុប្បន្នបដូរឈ្មោះមកជារុក្ខវិថីព្រះសីហនុឬមហាវិថីព្រះសីហនុបាទគឺម្ដុំរោងកុនគិរីរម្យមុខផ្ទះរបស់នាងត្រូវបានប្រើប្រាស់សម្រាប់ជួលឲ្យអ្នកក្រទាំងឡាយលក់ដូរអាហារកំពេចកំប៉ុកដែលប្រាក់ចំណូលបានពីការជួលបដូរបានបាយលើសពី3ពេលសម្រាប់គ្រួសារមួយដែលមានគ្នា6នាក់បាទចឹងរបៀបរស់ចាប់ពីឆ្នាំ1991មកទោះបីបាត់ផ្ទះមួយហៀងសល់ផ្ទះមួយចំហៀងប៉ុន្តែសល់មុខផ្ទះដែលអាចជួលបានដោយមិនចាំបាច់បារម្ភក្នុងការខំប្រឹងប្រែងរកលុយដើម្បីរស់នាងមិនមែនជាមនុស្សឧស្សាហ៍ទេតែនាងក៏មិនមែនជាមនុស្សខ្ជិលច្រអូសដែរប៉ុន្តែពេលដែលនាងមានក្មួយសម្រាប់ជំនួសដៃជើងចំណូលពីការជួលមុខផ្ទះក៏បានល្អបង្គួរនាងក៏ទំនេរច្រើននាងចាប់ផ្ដើមញ៉ាំច្រើនហើយក៏ឈឺច្រើនពេលដែលកូនទី3របស់នាងចេញធ្វើការនៅឆ្នាំ2000នាងក៏ចាប់ផ្ដើមមានជំងឺលើសឈាមដែលតម្រូវឲ្យនាងត្រូវតែទទួលទានថ្នាំជាប់ជាប្រចាំលុះ10ឆ្នាំក្រោយមកទៀតពេលដែលកូននឹងចៅកូនរបស់ក្មួយស្រីរបស់នាងបានរៀបការរួចរាល់ហើយនោះនាងក៏មានជំងឺទឹកនោមផ្អែមដែលតម្រូវឲ្យនាងចាក់ថ្នាំជាប់ជាប្រចាំពីលើការទទួលទានថ្នាំតើជីវិតរបស់នាងពិតជាកំសត់មែនឬរស់ឯកាប្តីរត់ចោលគ្មានមិត្តភ័ក្តិគ្មានញាតិត្បិតត្បៀតមកក្រោយសន្សំចៃដើម្បីកូនដើម្បីក្មួយតើជីវិតនាងសប្បាយរីករាយដែរទេគឺមិនមាននរណាដឹងឡើយព្រោះនាងមិនដែលនិយាយមិនដែលប្រាប់សូម្បីតែខ្ញុំកំពុងតែសរសេរអត្ថបទនេះខំប្រឹងជជែកសួរនាងក៏នាងមិនដែលឆ្លើយដែរនាងមានឈ្មោះជាភាសាចិនថាលីហ្សាដែលបកប្រែជាភាសាខ្មែរគឺផ្កាព្រិលនាងមានត្រកូលឡាយដែលនៅមានសេះសោខ្សែស្រឡាយជាមួយអ្នកអង្គការមួយចំនួននៅក្នុងប្រទេសកម្ពុជានិងប្រទេសថៃប៉ុន្តែដោយសារតែជាវប្បធម៌ចិននាងមិនមានទំនាក់ទំនងល្អជាមួយញាតិរបស់នាងឡើយដោយសារនាងជាភេទស្រីនៅពេលដែលខាងចិនគេត្រូវរាប់ត្រកូលខាងប្រុសបន្ទាប់ពីនាងបានរៀបការចូលក្នុងត្រកូលលីដែលជាខ្សែខាងប្តីរបស់នាងគ្រប់យ៉ាងជីវិតរបស់នាងត្រូវដើរនិងគោរពទៅតាមខាងប្តីបាទទោះជាបែបនេះក៏ភាពគួរឲ្យគោរពរបស់នាងគឺនាងនៅតែរឹងមាំស៊ូរស់របៀបខ្លួនតាមកម្មរបស់ខ្លួនដោយមិនខ្ចីខ្វល់នឹងពឹងពាក់នរណាទាំងអស់ទាំងបងប្អូនថ្លៃរបស់នាងនៅប្រទេសកាណាដានិងទាំងបងបង្កើតរបស់នាង2នាក់ដែលរស់នៅប្រទេសចិនក៏នាងមិនរវីរវល់តាក់ទងនាងពិតជាអនុវត្តគោលជំហរខ្លួនទីពឹងខ្លួនយុគមាសនៃជីវិតនាងទោះបើនាងមានជីវិតប្រចាំកាយតែជាសុភមង្គលមួយគ្រាដ៏មានន័យនៃជីវិតចឹងនៅពេលដែលនាងមានអាយុ60បាទនៅឆ្នាំ2010នាងបានជួបនឹងកូនប្រុសកូនស្រីបង្កើតដែលបានបែកគ្នាអស់រយៈពេល23ឆ្នាំនោះគឺជាឆ្នាំ2010ជាឆ្នាំតែមួយគត់ហើយដែលមានរយៈពេលតែមួយថ្ងៃគត់ដែលគ្រួសារមួយមានសមាជិក6នាក់គឺនាងប្តីនាងនិងកូនទាំង4របស់នាងបានជួបជុំគ្នាទទួលទានបាយមួយពេលរូបថតមួយសន្លឹកថ្មីដូចនឹងកាលពីឆ្នាំ1986ត្រូវបានថតឡើងវិញក្រោយពីមានគម្លាត23ឆ្នាំអ្នកអាចថានេះជាគ្រួសារមួយដ៏មានសុភមង្គលតែវាគ្រាន់តែជាការកុហកមួយតែប៉ុណ្ណោះសូមកុំចាញ់បោករូបថតឲ្យសោះ
ចឹងគ្រួសាររបស់នាងបានថតរូបជុំគ្នាឆ្នាំ1986ហើយបានថតម្ដងទៀតនៅឆ្នាំ2010ចឹងយើងគិតថាអូឡយប៉ុន្តែធៀបពិតណាបន្ទាប់ពីថតរូបនោះបាទពេលវេលានៃគ្រួសារគឺមិនមានឡើយបាទឥឡូវនិយាយអំពីនាងវិញនៅឆ្នាំ2010នាងបានទៅដល់ប្រទេសចិនដើម្បីជួបបងប្អូនប្រុសស្រីរបស់នាងបន្ទាប់ពីការនិរិះអស់60ឆ្នាំនាងបានទៅប្រទេសថៃប្រទេសវៀតណាមប្រទេសម៉ាឡេស៊ីប្រទេសសិង្ហបុរីដើម្បីជួបនឹងលាញាតិសន្តានក្នុងត្រកូលឡាយចុងក្រោយបង្អស់របស់នាងបាទចឹងដោយសារនាងនៅមានសាច់ញាតិខ្លះៗចឹងទៅហើយធម្មតានៅក្នុងវប្បធម៌ចិនកាលណាយើងនៅចងចាំត្រកូលគឺយើងងាយរកគ្នាបាទនៅក្នុងឆ្នាំនោះដែរនាងបានទៅដល់អឺរ៉ុបគឺប្រទេសហ្វាំងឡង់ដើម្បីចូលរួមមង្គលការកូនរបស់នាងដើម្បីស្គាល់ផ្ទះរបស់ពួកគេស្គាល់ផ្ទះប្តីរបស់នាងនិងស្គាល់ផ្ទះប្រពន្ធក្រោយរបស់ប្តីនាងព្រមទាំងដើម្បីរៀនឲ្យយល់ដឹងពីជីវិតរបស់ពួកគេមិនតែប៉ុណ្ណោះនាងក៏បានទៅដល់ប្រទេសបារាំងអ៊ីតាលីស៊ុយអែតអេស្តូនីផងដែរដើម្បីជួបបងប្អូនជីដូនមួយទាំងឡាយរបស់នាងតើបេសកកម្មនៃជីវិតនាងអាចមានន័យបានដោយរបៀបណានាងចេះទុកដាក់លុយកាក់បានល្អប្រាក់3ចំណែករួមបញ្ចូលគ្នានាងប្តីនាងដែលលែងលះបាទនិងកូនប្រុសច្បងរបស់នាងប្រាក់សរុបរួមបញ្ចូលគ្នាគឺអាចទិញបានផ្ទះមួយល្វែងនៅជាយក្រុងភ្នំពេញបាទចឹងប្តីប្រពន្ធនិងកូនបានចូលលុយគ្នាហើយទិញបានផ្ទះមួយនៅជាយក្រុងផ្ទះដើមដែលនៅម្ដុំរោងកុនគិរីរម្យគឺសម្រាប់ជួលផ្ទះថ្មីដែលនៅម្ដុំស្ពានដែកចំការដូងគឺសម្រាប់នៅទោះបើឆ្ងាយពីទីក្រុងបន្តិចតែមិនចាំបាច់ខំប្រឹងធ្វើការទេដល់ខែគឺលុយហូរចូលនោះហើយគឺជាឱកាសសោយសុខនៃវ័យមាសរបស់នាងបាទចឹងនៅអាយុ60ឆ្នាំមិនចាំបាច់ធ្វើការមានលុយពីការជួលផ្ទះចឹងអាចរស់បានយ៉ាងសុខស្រួលនាងអាចកសាងបានសម្រេចនៅម៉ាស៊ីនផលិតលុយកម្រិតមូលដ្ឋានមួយនាងគួរតែបានសោយសុខប៉ុន្តែទេវតាមិនបានឲ្យនាងស្រណុកសុខស្រួលនោះឡើយកង្វះសមត្ថភាពនៃការគ្រប់គ្រងជាតិស្ករក្នុងខ្លួនសុខភាពនាងក៏ចាប់ផ្ដើមទ្រុឌទ្រោមបើធ្លាក់ស្ករខ្លាំងគឺត្រូវសន្លប់បើឡើងជាតិស្ករខ្លាំងគឺត្រូវវង្វេងណាមួយការហូបតាមអារម្មណ៍និងចំណង់មិនមែនតាមតម្រូវការនៃរាងកាយរបស់នាងបានធ្វើឲ្យជាតិពុលឡើងខ្ពស់បំផ្លាញដល់ក្រលៀនប៉ះពាល់ដល់សួតនិងបេះដូងជាច្រើនបាទជាច្រើនលើកច្រើនសារនាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះមិនទាន់មិនមែនឌៀមដាមដល់ពេទ្យស្រុកខ្មែរទេដោយអ្វីដែលខ្ញុំបានបង្ហាញពីខាងដើមអត្ថបទពេលដែលយកទៅពិនិត្យអ្នកជំងឺដើរទេណាអស់មួយសប្តាហ៍មកចេញមកវិញត្រូវអស់រទេះសួរថាឈឺអីចម្លើយឈឺមិនច្បាស់អត់ដឹងណាខ្ញុំឬក៏អ្នកដទៃដែលជាញាតិអ្នកជំងឺត្រូវធ្វើជាកញ្ចះពេទ្យណាថែអ្នកជំងឺគ្រប់ពេលវេលាគឺធ្វើជាអ្នកជំនាញថែទាំនិងបម្រើអ្នកជំងឺជំនួសគិលានុបដ្ឋាដែលចេះតែចាក់ថ្នាំសូម្បីតែលើកអ្នកជំងឺបន្តិចបន្តួចនឹងពេលខ្លះធ្ងោលើកមិនរួចទេទីបំផុតគឺត្រូវអនុវត្តនៅការសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្នុងប្រទេសថៃចឹងដោយសារតែនាងឈឺខ្លាំងហើយពេទ្យនៅខ្មែរមើលទៅដូចអត់ចម្រើនទៅមុខសោះមានតែយ៉ាប់ទៅចឹងក៏ត្រូវយកទៅសង្គ្រោះបន្ទាន់នៅប្រទេសថៃដូចដែលរដ្ឋអិសរាជជនជាន់ខ្ពស់ឯកឧត្តមមន្ត្រីអង្គការទាំងឡាយនិងអ្នកមានទ្រព្យធនទាំងឡាយនៅប្រទេសកម្ពុជាធ្វើដែរជីវិតនាងពិតជាថ្លៃដែលអាចសង្គ្រោះបានបន្ទាប់ពីចូលពេទ្យស្រុកថៃអស់ត្រឹមតែ3ថ្ងៃគ្រប់យ៉ាងវិលត្រឡប់ទៅកាន់សភាពល្អប្រក្រតីញាតិសន្តានគ្មានភារកិច្ចអ្វីទាំងអស់នៅឯប្រទេសថៃក្រៅពីសម្រាប់ឲ្យស្រួលហើយធ្វើជាភ្ញៀវសម្រាប់សួរសុខទុក្ខអ្នកជំងឺវិញព្រោះគ្មានជំនាញថែទាំហើយពេទ្យនៅថៃគឺគេគ្រប់គ្រងថែទាំអ្នកជំងឺបញ្ចុកអ្នកជំងឺរៀបចំអាហារឲ្យអ្នកជំងឺសពគ្រប់ទាំងអស់បាទចឹងនេះជាលក្ខណៈពិសេសមួយដែលប្រទេសថៃធ្វើបានល្អដូចនឹងមន្ទីរពេទ្យនៅស្រុកអឺរ៉ុបឬគឺស្រុកអាមេរិកដែលមិនបានធ្វើបាបដល់បងប្អូនអ្នកជំងឺឲ្យត្រូវទៅយាមទៅថែទាំអ្នកជំងឺសេចក្តីពិតគឺជាអ្វីដែលត្រូវតែរៀនទទួលស្គាល់ព្រោះសេចក្តីពិតមិនអាចកែប្រែបានឡើយសេចក្តីពិតគឺជាអ្វីដែលឈឺចាប់ប៉ុន្តែគឺពិតជាអាចទទួលយកបានបើអ្នកខំប្រឹងប្រែងឲ្យអស់ចិត្តបាទចឹងនាងទៅថៃព្យាបាលអីហើយក៏មកភ្នំពេញវិញបាទបន្ទាប់មកជំងឺ Covid ចាប់ផ្ដើមផ្ទុះហើយបាទការរាតត្បាតជាសកលនៃជំងឺ Covid-19 បានធ្វើឲ្យឱកាសទទួលបាននូវការព្យាបាលក្រៅប្រទេសមានភាពរាំងស្ទះ
នាងមិនអាចចាក់ចេញពីកម្ពុជាដើម្បីទទួលការព្យាបាលនៅប្រទេសថៃបានទៀតឡើយមិនថាតែនាងមិនអាចទេណានាងនៅតែអាចប្រសិនបើនាងមានធនធានក្រាស់ធំសម្បើមជាងនេះប៉ុន្តែធនធានដែលមានដែនកំណត់របស់នាងគឺអាចបានត្រឹមតែក្នុងភាពសាមញ្ញលើសពីធម្មតាបន្តិចបន្តួចតែប៉ុណ្ណោះចាប់ផ្ដើមជាថ្មីជាមួយពេទ្យស្រុកខ្មែរមិនមែនអន់ទេគ្រាន់តែកម្រិតនៃការយកចិត្តទុកដាក់គឺអន់ដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹងពេទ្យខ្ពើមអ្នកជំងឺទោះបើអ្នកជំងឺនៅតែបង់លុយឲ្យពេទ្យគិលានុបដ្ឋាដែលមានជំនាញថែទាំគ្មានឆន្ទៈនឹងថែទាំហើយតម្រូវឲ្យញាតិសន្តានដែលមានជំនាញថែទាំកម្រិត0ជាអ្នកតាមដាននិងថែទាំអ្នកជំងឺទៅវិញតើអ្នកមានវិបដិសារីទេចំពោះជីវិតរបស់អ្នកនិងម្ដាយរបស់អ្នកបាទសម្រាប់ខ្ញុំទេខ្ញុំធ្លាប់ព្យាយាមរត់ចោលគាត់ជាច្រើនលើកខ្ញុំនៅតែវិលត្រឡប់ស្ត្រីម្នាក់ដែលជាម្ដាយគ្មានញាតិគ្មានមិត្តគ្មានប្តីស្រីដែលឯកានេះហើយដែលជាអ្វីបានធ្វើឲ្យខ្ញុំមិនដាច់ចិត្តចឹងដោយសារនាងឈឺធ្ងន់បាទហើយតម្រូវឲ្យមានអ្នកថែទាំបាទចឹងកន្លែងនឹងហើយដែលធ្វើឲ្យខ្ញុំចាប់ផ្ដើមពិចារណាឡើងវិញណាដែលយើងក្នុងនាមយើងជាយុវជនយើងបានលះបង់ពេលវេលារបស់យើងកំដរមនុស្សចាស់ដែលយើងធ្វើបដិកម្មមួយហើយគ្មានក្តីសង្ឃឹមមកវិញគឺមានតែក្តីអស់សង្ឃឹមខ្ញុំចង់និយាយថាយើងមើលក្មេងវាធំប៉ុន្តែយើងមើលចាស់គឺមានតែសឹករិចរិលចឹងពេលដែលយើងចំណាយកម្លាំងនិងធម៌ពលហើយទទួលបានវិញនៅការអស់សង្ឃឹមតើយើងមានអារម្មណ៍យ៉ាងដូចម្ដេចដែរអូខេបាទសម្រាប់ជីវិតមានជម្រើសប្រសិនបើយើងរត់ចោលម្ដាយរត់ចោលឪពុកណាគឺយើងអាចរស់ស្រួលដោយមិនចាំបាច់មើលម្ដាយឪពុកណាបើយើងរត់ចោលម្ដាយរត់ចោលឪពុកក៏តែខំប្រឹងរលុយផ្ញើមកឲ្យពួកគាត់នោះយើងក៏ស្រួលមួយយ៉ាងប៉ុន្តែសួរថាតើយើងមានវិបដិសារីទេសម្រាប់មនោសញ្ចេតនារបស់យើងជាមួយម្ដាយឪពុករបស់យើងបាទអញ្ចឹងសម្រាប់ខ្ញុំដូចគ្នាបាទជាការពិតណាស់ដែលខ្ញុំព្យាយាមរត់ចោលគាត់ជាច្រើនលើកណារត់ចោលម្ដាយជាច្រើនលើកប៉ុន្តែខ្ញុំនៅតែវិលត្រឡប់ព្រោះដោយសារតែខ្ញុំយល់ថានាងគឺជាស្ត្រីម្នាក់ណាដែលគ្មានញាតិគ្មានមិត្តគ្មានប្តីជាស្រីឯកោគ្មានអ្នកណារកព្រោជាហេតុធ្វើឲ្យខ្ញុំមិនដាច់ចិត្តចាក់ចោលនាងណាធ្វើជាគ្រូបង្រៀននៅស្ទឹងត្រែងបានមួយឆ្នាំខ្ញុំវិលត្រឡប់មកវិញព្រោះតែនាងមានជំងឺលើសឈាមខ្ញុំអាចមានឱកាសទៅធ្វើការនៅប្រទេសចិនប្រទេសថៃក្នុងនាមជាគ្រូបង្រៀនតំណាងឲ្យសាកលវិទ្យាល័យតែខ្ញុំបានបោះបង់ឱកាសនោះចោលព្រោះតែមិនចង់ឲ្យនាងឯកាខ្ញុំរៀបការត្រូវរស់នៅខេត្តតាកែវបាទប៉ុន្តែចង់បញ្ចប់ណាព្រោះតែដើម្បីគាត់សុខចិត្តជ្រើសរើសជម្រើសមួយវិលត្រឡប់មកភ្នំពេញវិញដើម្បីកំដរគាត់ខ្ញុំមានឱកាសអាចរៀបការคล้ายៗដើម្បីអាចរស់នៅប្រទេសហ្វាំងឡង់តែខ្ញុំក៏នៅតែបោះបង់ចោលព្រោះតែដើម្បីគាត់សួរថានៅជាមួយគាត់សប្បាយទេគឺអត់សប្បាយទេគម្លាតវប្បធម៌រវាងខ្ញុំនិងនាងគឺខុសគ្នាដល់ទៅ30ឆ្នាំតើអាចសប្បាយយ៉ាងដូចម្ដេចគឺវាមិនសប្បាយទេប៉ុន្តែនៅតែទ្រាំតើនាងជានរណាបាទនាងគឺជាម្ដាយខ្ញុំនាងឯងបាទនាងខូខើចំពោះខ្ញុំនាងបានប្រកល់ផ្ទះដែលខ្ញុំខំរកណាដែលខំទិញជាមួយនាងនឹងឪពុកបាទឲ្យទៅប្អូនស្រីរបស់ខ្ញុំដោយមិនបានប្រាប់ខ្ញុំថាផ្ទះធំចុះខ្ញុំមិនប្រកាន់ខ្ញុំមិនខឹងព្រោះវាមិនមែនជាទ្រព្យរបស់ខ្ញុំប៉ុន្តែនៅទីនេះសូម្បីតែផ្ទះខ្ញុំក៏គាត់ណាដែលជាម្ដាយខ្ញុំនឹងបានប្រកល់ទៅឲ្យប្អូនស្រីរបស់ខ្ញុំដែរហើយធ្វើលិខិតស្ងាត់ទាំងមិនឲ្យខ្ញុំដឹងបាទគាត់មិនបានបន្សល់ទុកអ្វីទាល់តែសោះណាឲ្យខ្ញុំជាពិសេសគឺក្មួយស្រីរបស់គាត់ដែលរស់កំដរគាត់អស់រយៈពេលប្រមាណ40ឆ្នាំមកហើយដែលជាការផ្ដែផ្ដាំនៃបងប្រុសរបស់គាត់ចំពោះគាត់ទៀតគាត់ពិតជាខូខើចំពោះខ្ញុំស្ត្រីមីម៉ាយទុរគតដូចម៉ាក់ថាដូចសម៉ាលីតែខ្ញុំនៅតែស្រឡាញ់គាត់ចុះបើគាត់ល្អចំពោះខ្ញុំជាងនេះបន្តិចតើខ្ញុំស្រឡាញ់គាត់ខ្លាំងក្លាយ៉ាងណាទៅបាទស្ត្រីម្នាក់ដែលមិនព្រមសារភាពអាកំបាំងនៃបេះដូងប្រហែលជាគាត់គិតថាខ្ញុំជាព្រះមានវិញ្ញាណទី6ដឹងពីអាកំបាំងនៃបេះដូងរបស់គាត់ហើយមើលទៅ
តែប៉ះខ្ញុំដែលជាមនុស្សពាក់កណ្ដាលអឺរ៉ុបពាក់កណ្ដាលអាស៊ីខ្ញុំដឹងគាត់តែងតែខកចិត្តជារឿយៗចំពោះខ្ញុំព្រោះខ្ញុំមិនដែលខ្វល់នឹងយកចិត្តណាតាមគាត់នោះឡើយបាទចឹងនៅវគ្គទីនេះខ្ញុំគ្រាន់តែចង់និយាយថាការដែលយើងស្ម័គ្រចិត្តធ្វើពលិកម្មមួយចំពោះម្ដាយទោះបីមិនបានអ្វីមកវិញក៏ដោយក៏វានៅតែជាសុភមង្គលដែរខ្ញុំគ្រាន់តែចង់បញ្ជាក់បន្ថែមទៀតថាខ្ញុំអាចខឹងដែលគាត់មិនបានយកចិត្តទុកដាក់ចំពោះក្មួយស្រីរបស់គាត់ដែលជាកូនបងប្រុសគាត់ដែលផ្ដាំផ្ញើមុនពេលបែកគ្នានៅសម័យខ្មែរក្រហមឲ្យជួយយកចិត្តទុកដាក់ថែទាំចឹងពេលខ្លះខ្ញុំពិតជាខ្លាចបើសិនយើងមានបងប្អូនហើយពេលយើងមានកូនតើយើងអាចពឹងពាក់ណាលើណាបងប្អូនរបស់យើងក្នុងការថែទាំកូនយើងទេខ្ញុំធ្លាប់ធ្វើជាគ្រូនៅស្ទឹងត្រែងខ្ញុំធ្លាប់ឃើញសិស្សដែលមានម្ដាយឪពុកហើយមានបងដែលម្ដាយឪពុកគាត់នឹងមានបងប្អូនសិតតែជាអ្នកមានប៉ុន្តែគ្រួសាររបស់ក្របាទអញ្ចឹងខ្ញុំមានអារម្មណ៍ថាហេតុអីក៏នៅក្នុងសង្គមខ្មែរពិបាកម្លេះណាបងប្អូនសុទ្ធតែជាអ្នកមានប៉ុន្តែมันអាចជួយប្អូនខ្លួនហើយកុំថាឡើយជួយដល់ក្មួយអញ្ចឹងដោយសារកន្លែងនឹងហើយដំបូងគឺខ្ញុំខឹងនឹងម្ដាយខ្ញុំដែលគាត់មិនបានជួយក្មួយស្រីគាត់ឲ្យបានច្រើនប៉ុន្តែក្រោយពេលដែលខ្ញុំមានបទពិសោធន៍ជួបអារឿងចឹងច្រើនខ្ញុំក៏កាត់បន្ថយការខឹងហើយក៏ខ្ញុំលែងខ្វល់រឿងនឹងដែរបាទកំហុសមួយទៀតដែលខ្ញុំពិបាកជាមួយម៉ាក់ខ្ញុំគឺដោយសារតែគាត់មិនដែលនិយាយនៅអ្វីដែលជាអាថ៌កំបាំងនៃបេះដូងរបស់គាត់ប្រហែលជាគិតថាខ្ញុំនឹងបាទយល់ពីអារម្មណ៍គាត់ប៉ុន្តែពេលដែលខ្ញុំជាមនុស្សពាក់កណ្ដាលអាស៊ីពាក់កណ្ដាលអឺរ៉ុបនេះបាទជាទូទៅបាទខ្ញុំតែធ្វើឲ្យគាត់ខកចិត្តដូចគ្នាព្រោះខ្ញុំមិនដែលខ្វល់បាទចឹងនឹងជាបញ្ហាបច្ចេកទេសនៅក្នុងការរស់នៅហើយដែលខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាគួរតែមានឆន្ទៈនិយាយឲ្យត្រង់ជាមួយម្ដាយឪពុកហើយឬក៏ស្នើឲ្យម្ដាយឪពុកនិយាយឲ្យត្រង់ដើម្បីជៀសវាងការឈឺចាប់ដោយសារការយល់ខុសបាទអូខេចឹងឥឡូវនេះយើងចូលដល់វគ្គបន្ទាប់ទៀតទីបំផុតដំណាក់កាលចុងក្រោយនៃជីវិតក្រៅពីទឹកនោមផ្អែមជំងឺលើសឈាមជំងឺបេះដូងនិងក្រលៀនខ្សោយម្ដាយរបស់ខ្ញុំគាត់ត្រូវស្លាប់អស់មួយចំហៀងខ្លួនម្ដងបន្តិចគាត់មិនអាចនិយាយក្រៅពីអាចត្រឹមតែបញ្ចេញនូវសូរសំឡេងស្រែកណាដំបងអាចឲ្យសញ្ញាបត់ជើងធំបត់ជើងតូចតែមិនយូរប៉ុន្មានគ្មានឡើយសញ្ញាទាំងឡាយបាទជើងខ្ញុំសូមរំលឹកឡើងវិញអំពីប្រវត្តិនៃជំងឺរបស់គាត់បនភ្ជុំបិណ្ឌឆ្នាំ2018គាត់បានក្លាយជាមនុស្សវង្វេងដោយសារកម្រិតជាតិស្ករក្នុងខ្លួនឡើងខ្ពស់លែងស្គាល់ម្ដាយកូនចឹងតម្រូវឲ្យយើងរៀបចំថ្នាំសង្កូវនិងអាហារឲ្យគាត់គ្រប់ពេលប៉ុន្តែសំណាងល្អបន្ទាប់ពីរយៈពេល1ខែគាត់ក៏អាចបានល្អប្រសើររស់ក្នុងសភាពធម្មតាអាចធ្វើអ្វីដោយខ្លួនឯងណាគ្រាន់តែកូនបាទมันអាចឃ្លាតឆ្ងាយក្នុងរយៈពេលមួយវែងបាទលុះដល់បនភ្ជុំបិណ្ឌឆ្នាំ2019បញ្ហាសួតបានធ្វើឲ្យគាត់តម្រូវចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់បាទនៅមន្ទីរពហុព្យាបាលវិសាសុខអស់រយៈពេលប្រមាណ1សប្តាហ៍ប៉ុន្តែមិនជោគជ័យឡើយគឺពីស្គមរីងរៃទៅជាហើមចឹងគាត់ក៏ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃដែលនៅទីនោះយើងយកទៅមើលនៅមន្ទីរពេទ្យមួយឈ្មោះមន្ទីរពេទ្យប៉ាវឡូបាទដែលនៅទីនោះត្រឹមតែ2យប់2ថ្ងៃឬក៏ប្រើពាក្យថា3ថ្ងៃណាស្ត្រីម្នាក់ដែលហើមបានខ្លាចជាស្រីម្នាក់ដូចធម្មតាហើយក៏វិលត្រឡប់មកកម្ពុជាវិញប៉ុន្តែក៏បានខ្លាចជាស្រីម្នាក់ដែលតម្រូវឲ្យមានការថែទាំជាប់ជាប្រចាំតាមដានកម្រិតជាតិស្ករនិងសម្ពាធឈាមជារៀងរាល់ថ្ងៃដែរបាទពិសេសពិនិត្យឈាមនិងជួបពេទ្យនៅប្រទេសថៃជារៀងរាល់ខែអញ្ចឹងមានន័យថាត្រូវទៅថៃរាល់ខែដើម្បីតាមដានសុខភាពនិងជួបពេទ្យបាទទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃដ៏ចង្រៃហូបតិចធ្លាក់ស្ករបាទស្លាប់ហូបច្រើនឡើងស្ករវែងមនុស្សធម្មតាមួយថ្ងៃហូប3ដងដល់ពេលឈឺបែបនេះមួយថ្ងៃត្រូវបដូរទៅជា5ដងដើម្បីកុំឲ្យញ៉ាំទៅឡើងជាតិស្ករខ្ពស់ចឹងខ្ញុំធ្វើការផងរៀបអាហារផងខ្ញុំស្ទើរឈួតនរណាមិនឈួតម៉ោង5ភ្លឺត្រូវក្រោករៀបចំម្ហូបព្រឹកណាទៅធ្វើការហើយរស់រាន់មកវិញដាក់អាហារពេលម៉ោង10ព្រឹកឬបើមិនចឹងទេផ្ញើអ្នកផ្ទះឲ្យជួយរៀបចំឲ្យម៉ោង12កន្លះត្រូវរៀបចំអាហារម្ដងទៀតម៉ោង3រសៀលត្រូវទិញអ្វីឲ្យគាត់ញ៉ាំបើមិនចឹងទេត្រូវដឹកគាត់ទៅញ៉ាំនេះញ៉ាំនោះបាទម៉ោង7យប់ត្រូវរៀបចំម្ហូបម្ដងទៀតសំណាងល្អហើយដែលមិនបារម្ភពីលុយដើម្បីព្យាបាលនិងថ្លៃម្ហូប
mà hốp đại thừa bà chân mà đo mà cá nhầm chê bong xây chỉ đồn mùi khiêm tới còn rồi luôn á cứ quạt chuối thừa ao tới hai là muối nè chừng ngứ còn ai hốp nâng sập ạt luôn ai bán chân dưa cầu vì mình hot khăn nè đài ប៉ុន្តែបានត្រឹមតែកន្លះឆ្នាំចូលដល់ខែមីនាឆ្នាំ2020ជំងឺ Covid បានរាតត្បាតដំណើរតាមផ្លូវអាកាសក៏ដូចជាការឆ្លងដែនត្រូវបានរាំងខ្ទប់ក៏បានคล้ายជាមនុស្សដែលមានលក្ខណៈប្រថុយប្រថានសង្គ្រោះមិនទាន់ញឹកញាប់បាទណាក្នុងកម្រិតធម្មតាហើយខ្វះការព្យាបាលម៉ត់ចត់ទីបំផុតមួយឆ្នាំក្រោយដោយខ្វះការប្រឹក្សាពីពេទ្យថៃហើយរំពឹងតែទៅលើពេទ្យខ្មែរបាទថ្ងៃទី14ខែកុម្ភៈឆ្នាំ2021ត្រូវនឹងថ្ងៃចុងក្រោយបង្អស់នៃបនចូលឆ្នាំចិនផងនោះដែរគាត់ក៏បានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ម្ដងទៀតដោយតម្រូវឲ្យលាងឈាមតែលទ្ធផលឈាមពេលដែលផ្ញើសួរខាងពេទ្យថៃគឺមិនទាន់ដល់ដំណាក់កាលលាងនោះឡើយពេទ្យខ្មែរនៅតែទាមទារឲ្យលាងតែយោបល់ពេទ្យថៃគឺបដិសេធតែដោយសារអ្នកជំងឺនៅខ្មែរហើយដោយសារយើងមិនព្រមលាងពេទ្យខ្មែរក៏បដិសេធមិនទទួលព្យាបាលបានត្រឹមតែផ្ដល់ថ្នាំតាមវិជ្ជាបញ្ជាចាស់ហើយពេទ្យថៃក៏សុំយោបល់គាត់ទៅគាត់ថាប្រើតាមនឹងទៅបាទដំបូងគ្រប់យ៉ាងហាក់បីដូចជាដំណើរការល្អប៉ុន្តែពីការអាចនិយាយទៅជាលែងនិយាយពីមានចលនាទៅជាលែងមានចលនាអាចដឹងអាចញញឹមប៉ុន្តែគ្រប់យ៉ាងពឹងលើជំនួយសឹងតែគ្រប់ពេលគឺត្រូវតែកំដរគាត់ពីខ្លួនឯងមានទម្ងន់62គីឡូស្រកដល់57គីឡូក្នុងការកំដរអ្នកជំងឺថ្ងៃណាក៏ភ័យដេកភ័យផ្ទៀងតែម៉ោងតើត្រូវធ្វើអ្វីខ្លះជាមួយគាត់មើលឈាមចាក់ថ្នាំវាស់សម្ពាធឈាមបញ្ចុកអាហារដែលកិនក្រោយអាហារព្រឹកនិងអាហាររសៀលត្រូវដាក់គាត់អស់លើរទេះបាទហើយរុញដើរតាមផ្លូវក្នុងបុរីនិងសួននៃបុរីដែលនៅក្បែរផ្ទះរាល់ថ្ងៃរហូតដល់អ្នកផ្ទះដែលនៅអមតាមផ្លូវអាចកំណត់ចំណាំបាននិយាយចាស់មានជំងឺប្រុសសង្វិតម្នាក់អស់រទេះរហូតដល់ចូលឆ្នាំខ្មែរពេលដែលគេបិទទីក្រុងភ្នំពេញបាទអរគុណ COVID-19 ពេលដែលអ្នកបានរាតត្បាតភ្នំពេញចរាចរណ៍បិទនៅម៉ោង8យប់ចឹងជាធម្មតាខ្ញុំនៅមើលគាត់អស់រយៈពេល7ឆ្នាំដល់ពេលចរាចរណ៍បិទនៅម៉ោង8យប់បងអូនស្រីខ្ញុំដែលមិនខ្វល់ពីអាហារពេលយប់របស់ម្ដាយខ្ញុំចឹងមានពេលដើម្បីបញ្ចុកម្ហូបដល់ម្ដាយខ្ញុំបាទព្រោះនាងត្រូវមកផ្ទះលឿនជាងធម្មតាដោយសារការបិទផ្លូវបាទពិតណាស់ខ្ញុំមិនដែលយល់ថានាងឧស្សាហ៍ឡើយហើយខ្ញុំក៏មិនចង់និយាយអាក្រក់ពីនាងដែរតែវាជាអនុស្សាវរីយ៍ដ៏អាក្រក់បំផុតក្នុងនាមជាបងប្អូនណានាងមានសមត្ថភាពបញ្ចុះបញ្ចូលម្ដាយខ្ញុំដើម្បីយកកេរមរតកទាំងអស់នាងនាំម្ដាយខ្ញុំទៅហូបបាយនៅហាងនៅថ្ងៃសៅរ៍អាទិត្យថតរូបអួតគេពេញ Facebook ធ្វើដូចជាកូនល្អប៉ុន្តែសុទ្ធតែចាយលុយម្ដាយដែលបានជួលពីផ្ទះណាគឺលុយដែលយើងជួលផ្ទះបានណាបញ្ចុកបាយបន្លំបាទពេលដែលម៉ាក់ខ្ញុំឈឺនៅផ្ទះបញ្ចុកបាយបន្លំពេលយប់រុញឲ្យបងស្រីចដូនមួយខ្ញុំជាអ្នកបញ្ចុកវិញដដែលណាពេលដែលងូតទឹកឲ្យម៉ែបាទប្រើស្រោមដៃក្រាស់របៀបខ្ពើមណាខ្ញុំស្នើឲ្យដេកកំដរម៉ែមួយយប់បែរជានិយាយថាបាទបើប្តីវាមានបញ្ហាតើបាននរណាមើលបាទនោះគឺជាចម្លើយអាក្រក់បំផុតដែលមួយជីវិតនេះខ្ញុំអាចអភ័យទោសឲ្យបានតែខ្ញុំមិនអាចបំភ្លេចបានម៉ែដែលសល់ពេលវេលាតិចតួចមុននឹងចាក់ចេញនៅតែគ្មានតម្លៃស្មើប្តីបាទទៅលក់នៅផ្សារបាទណាមកដល់ផ្ទះម៉ោង8ព្រឹកម៉ោង9ទើបងើបពីដេករួចសម្ដីដ៏អាក្រក់ក្នុងចិត្តរបស់ខ្ញុំគឺដូចសម្ដីធន់ជ័យនាងមិនមែនជាស្រីទេនាងគឺជាញីនាងមិនល្អសម្រាប់ម៉ែទេតែនាងល្អសម្រាប់កូននាងនិងប្តីរបស់នាងអ្វីដែលល្អសម្រាប់នាងបាទគឺកូននាងនិងប្តីនាងណាមុនម៉ែនៅពេលដែលលុយទាំងអស់ជាទូទៅគឺរបស់ម៉ែផ្ទះជួលតម្លៃមួយខែប្រហែលជា3000ព្រោះខ្ញុំក៏លែងដឹងបាទនាងជាអ្នកទុកដាក់ណានាងហើយនឹងម៉ាក់ខ្ញុំកាលដែលនៅនិយាយគ្នាយល់បន្លំចុះបន្លំឡើងពីឆ្នាំ2016ដល់2020បន្ទាប់ពីជួលផ្ទះបាន5ឆ្នាំអត់សល់លុយសោះសូម្បីតែបន្តិចបន្តួចដោយសម្ដីឲ្យខ្ញុំដែលនៅហ្វាំងឡង់បាននិយាយយ៉ាងដូច្នោះដែរបាទព្រឹកថ្ងៃទី26ខែមេសាឆ្នាំ2021ដែលត្រូវនឹងពិធីបុណ្យវិសាខបូជាចន្លោះម៉ោង2ភ្លឺដែលខ្ញុំបានដណ្ដប់ភួយឲ្យម្ដាយខ្ញុំទៅម៉ោង5ភ្លឺដែលខ្ញុំបានដណ្ដប់ភួយឲ្យគាត់សារជាថ្មីគាត់បានចាក់ចេញដោយស្ងប់ស្ងាត់បំផុតជាមួយនឹងសំឡេងចម្រៀងតាមរយៈទូរទស្សន៍ខ្សែកាបដែលបានច្រៀងកំដរគាត់បាទចឹងចន្លោះម៉ោង2ដល់ម៉ោង5គឺគាត់បានចាក់ចេញម៉ោង5ភ្លឺណាខ្ញុំដឹងខ្ញុំនៅគេងកំដរគាត់សម្លឹងមើលគាត់
អោបគាត់ជូតខ្លួនឲ្យគាត់បដូរអាវឲ្យគាត់ខ្ញុំមិនយំទេម៉ោង6ព្រឹកខ្ញុំរៀបចំអ្វីៗដូចទម្លាប់បើកទ្វារផ្ទះចេញឡានពីក្នុងផ្ទះទៅក្រៅផ្ទះដាំទឹកក្តៅបោសផ្ទះអោសក្រែដាក់កៅអីគឺធ្វើអ្វីៗដូចសពដងបាទថ្ងៃនោះគឺជាបន់ពិសាខបូជារំលឹកដល់ដំណើរការចាស់ឈឺស្លាប់របស់ព្រះពុទ្ធរហូតដល់ម៉ោង 7:20 នាទីបងស្រីជីដូនមួយរបស់ខ្ញុំបានចូលមកបន្ទប់ម៉ាក់ខ្ញុំហើយក៏ធ្ងោថាស្អុយណាស់រួចក៏កម្ដៅអាហារព្រឹកដែលជាអាហារដែលខ្ញុំត្រឡប់ធ្វើឲ្យម្ដាយខ្ញុំបាទហើយគាត់ក៏ចូលទៅងូតទឹកគាត់អាចឆ្ងល់ថាហេតុអីក៏ថ្ងៃហ្នឹងមហូបស្មាននឹងហើយខ្ញុំអត់ទាន់ដាក់បញ្ចុកម្ដាយខ្ញុំប៉ុន្តែគាត់ប្រហែលជាភ្លេចបាទរហូតដល់ម៉ោង 7:37 នាទីព្រឹកបងស្រីរបស់ខ្ញុំដែលមិនដឹងជាហេតុអីស្រាប់តែថ្ងៃនេះភ្ញាក់លឿនខុសពីធម្មតាក៏បានចូលមកក្នុងបន្ទប់ម៉ាក់របស់ខ្ញុំហើយនាងក៏យំតែបេះដូងខ្ញុំគ្មានចំណាប់អារម្មណ៍ឡើយបាទលិខិតមរណភាពធ្វើចេញពីសង្កាត់បានធ្វើឲ្យរួចរាល់នៅម៉ោងប្រហែល 9 ព្រឹកវេលាដែលខ្ញុំនៅក្នុងកម្មវិធី Zoom កំពុងតែណែនាំសិស្សឆ្នាំទី4ក្រុម D អំពីមេរៀនជាធម្មតាខ្ញុំត្រូវរងចាំការរៀបចំទីបូជាសពនៅឯវត្តសម្បួរមាសសពមិនអាចបូជាបានទេព្រោះគ្មានលិខិតបញ្ជាក់ COVID-19 ទូរស័ព្ទទៅសង្កាត់រុញទៅខណ្ឌទូរស័ព្ទទៅខណ្ឌរុញទៅលេខ115បាទទីបំផុតរដ្ឋបាលខ្មែរគឺរុញចុះរុញឡើងចុងបញ្ចប់បន្ទាប់ពីស្វែងរកដំណោះស្រាយអស់ចិត្តបាទជាមួយសិស្សគណិតវិទ្យាម្នាក់ដែលបានមកផ្ទះខ្ញុំដោយមានបំណងមានន័យថាដោយសារគាត់ដឹងបាទបងស្រីខ្ញុំខ្លាចទស្សនិកជនមិនដឹងគឺនាងចូលចិត្តគ្រាន់តែរឿងតែម្ដាយខ្ញុំចឹងគាត់នាង message តាម Facebook តាមអីប្រាប់គេអស់បាទចឹងសិស្សខ្ញុំម្នាក់ក៏បានដឹងហើយក៏បានមកដល់ផ្ទះខ្ញុំបាទចឹងខ្ញុំនិងគាត់ក៏បានទៅរៀបគម្រោងសម្រាប់បូជាសពនៅឯទីបច្ឆាបាទដោយមានសិស្សម្នាក់ទៀតរបស់ខ្ញុំជាអ្នកណែនាំបាទចឹងយើងយកសពទៅបូជាពិបាកណាស់បាទដោយសាររដូវកូវីដហើយគេត្រូវការលិខិតស្មុគស្មាញច្រើនហើយយើងទៅរកលិខិតហ្នឹងវាអត់កើតទៀតដោយសារគេរុញចុះរុញឡើងទីបំផុតយើងមានត្រឹមតែលិខិតមរណភាពហើយយើងត្រូវទៅកន្លែងបូជាសពហ្នឹងហើយដោយសារពេលហ្នឹងខ្ញុំមានអារម្មណ៍ថាខឹងរដ្ឋបាលស្រុកខ្មែរចឹងក៏ប្រើរលកសម្លេងធ្ងន់ទៅកាន់អ្នកដែលរៀបចំកន្លែងបូជាសពទៅចឹងគាត់ក៏យល់ព្រមនៅពេលដែលដើមដំបូងគាត់អត់យល់ព្រមទេគាត់ទាមទារឲ្យមានលិខិតបញ្ជាក់ដល់ទៅ2ប៉ុន្តែយើងមានតែមួយព្រោះមួយទៀតយើងធ្វើអត់កើតដោយសារកូវីដនៅស្រុកខ្មែរវាឆ្លងខ្លាំងពេកពេទ្យមកពិនិត្យសំណាក់គឺអត់មានបាទអូខេនៅមុខទីបច្ឆាខ្ញុំបានកោរសក់មិនមានពិធីអ្វីទាំងអស់តែខ្ញុំកោរតាមតែទម្លាប់ដែលមានពីដូនតាដោយដែលខ្ញុំបានឃើញគេកោរសក់នៅពេលដែលមានញាតិសន្តានឬក៏ឪពុកម្ដាយស្លាប់នៅក្បែរខាងនឹងមានសពមួយដែលមិនទាន់បានបូជានៅឡើយបាទសពនោះគឺរក្សាទុកនៅទីនោះដែរហើយលើសពី24ម៉ោងហើយព្រោះតែគាត់ខ្វះលិខិតបញ្ជាក់មរណភាពព្រោះតែគាត់គឺសពនឹងគាត់ជាកម្មករចំណាក់ស្រុកពីខេត្តមកធ្វើការនៅភ្នំពេញដល់ពេលស្លាប់ទៅមិនដឹងទៅបញ្ជាក់បាទលិខិតមរណភាពពីឃុំសង្កាត់នៅឯណាបាទសពម្ដាយខ្ញុំបានបូជានៅម៉ោង 1:25 នាទីដោយមានព្រះសង្ឃមួយអង្គសូត្រធម៌បាទកន្សែងគ្របមុខសពក៏ខ្ញុំដាក់បូជាជាមួយសពដែរហើយអត់មានកាក់អត់មានអីទេក្តារដែលកាក់អីដែលត្រជើងក្តារមឈូសក៏អត់មានដែរបាទពេលហ្នឹងវាមិនអាចមានទេប៉ុន្តែដោយសារខ្ញុំមិនចង់បណ្ដោះអ្វីខ្លាយទៅជាទំនាស់ព្រោះតែមរតកនៃទំនៀមទម្លាប់ពីបុរាណហើយច្បាស់ណាស់ព្រោះស្ថិតនៅក្នុងដំណាក់កាលនៃការបិទគប់គឺមិនមានឡើយការរៀបចំពិធីបុណ្យបែបសាសនាទាំងបុណ្យ7ថ្ងៃគឺខ្ញុំបានត្រឹមតែយកចង្ហាន់ទៅវត្តតែម្នាក់ឯងនៅពេលដែលគ្រួសារខ្ញុំបានរៀបចំសែននៅឯផ្ទះសិស្សគណិតរបស់ខ្ញុំក៏បានមកផ្ទះខ្ញុំម្ដងទៀតនៅពេលថ្ងៃត្រង់ទោះបើជាសន្តានចិត្តបាទចឹងគាត់មកដោយមានបំណងគាត់មកដោយដឹងមុនទេទោះបើជាសន្តានចិត្តដោយការរៀបចំណាយើងបានអុជក្រដាសសែនផ្ទះក្រដាសនិងឡានក្រដាសទើបហូបបាយសំណែនជាក្រោយជាកិច្ចបញ្ចប់បុណ្យបាទចឹងយើងធ្វើលក្ខណៈធម្មតានៅក្នុងផ្ទះរបស់យើងមរណភាពម្ដាយខ្ញុំមិនបានជួលដំណឹងទៅនរណាទាំងអស់ខ្ញុំតែងតែមានគំនិតដ៏ឃោឃៅពេលដែលម៉ាក់ខ្ញុំនៅរស់គ្មាននរណារវល់នឹងគាត់
ពេលដែលគាត់ស្លាប់ហើយចាំបាច់អីត្រូវឲ្យអ្នកដទៃទាំងអស់នោះមករវល់ឪពុកខ្ញុំនិងបងប្អូនខ្ញុំនៅប្រទេសហ្វាំងឡង់ក៏ខ្ញុំមិនបានឲ្យដំណឹងដល់ផ្ទាល់ដែរគឺខ្ញុំបានឲ្យដល់ប្រយោលតាមរយៈប្អូនថ្លៃខ្ញុំដែលជាជនជាតិហ្វាំងឡង់មានមុខរបរជាអ្នកបើកយន្តហោះដែលយល់ពីវប្បធម៌ក្នុងការជូនដំណឹងដល់ជនជាតិហ្វាំងឡង់ដូចគ្នាហើយមានឆន្ទៈដែលចំណាយពេលវេលាដើម្បីសួរសុខទុក្ខម្ដាយខ្ញុំពេលដែលម្ដាយខ្ញុំកំពុងសម្រាប់ព្យាបាលនៅប្រទេសថៃខ្ញុំខ្លាចបងប្អូនខ្ញុំណាស់មាត់ថាស្រឡាញ់ម្ដាយឪពុកប៉ុន្តែតើបានចំណាយពេលវេលាប៉ុន្មានហើយជាមួយម្ដាយឪពុកដែលឯកា15ឆ្នាំចុងក្រោយនេះបាននិយាយទាំងម៉ែនិងឪខ្ញុំបានចំណាយពេលវេលាច្រើនជាមួយពួកគាត់ទោះបើឪនៅហ្វាំងឡង់ក៏ខ្ញុំបានចំណាយពេលវេលាច្រើនជាមួយគាត់ដែរគឺ5លើកហើយដែលខ្ញុំបានទៅលេងគាត់ដល់ប្រទេសហ្វាំងឡង់ហើយស្នាក់នៅទីនោះនៅផ្ទះរបស់គាត់ព្រមទាំងកំដរគាត់ក្នុងការរកស៊ីការងារកំពិចកំពុករបស់គាត់របៀបអាស៊ីដែលធ្វើការលួចពន្ធនៅប្រទេសអឺរ៉ុបពេលដែលបងប្អូនខ្ញុំវិញនៅប្រទេសហ្វាំងឡង់ថាស្រឡាញ់ឪតែតើតែខ្ញុំទៅដល់ហ្វាំងឡង់ទៅពួកគេទៅផ្ទះរបស់ឪណាទាំងថ្ងៃធម្មតាឪទៅរកពួកគេដល់ផ្ទះពួកគេបែរជាខ្ជិលហើយធុញទៅវិញបាទក្រដាសមិនអាចខ្ចប់ភ្លើងអរគុណអតីតសិស្សរបស់ខ្ញុំដែលបានខំចូលបនតាមធនាគារបាទអេឡិចត្រូនិកទាំងខ្ញុំមិនបានជូនដំណឹងអរគុណដល់សិស្សទាំង LINE មួយចំនួនរបស់ខ្ញុំដែលខំសាកសួរពីលេខកុងធនាគារដើម្បីចូលបនទាំងខ្ញុំមិនបានឲ្យបាទអរគុណសិស្សរបស់ខ្ញុំដែលគ្រាន់តែយើងបានដើរជួបដោយចៃដន្យខំសវេសវារត់ទៅរលុយដើម្បីយកមកចូលបនភាពចង្រៃរបស់ខ្ញុំគឺខ្ញុំមិនចង់រស់ដោយជំពាក់នរណាទាំងអស់បាទជំពាក់គុណនៃជំពាក់គុណប្រទេសកម្ពុជាត្រូវតែខំប្រឹងសងតាមរយៈការងារនិងការបរិច្ចាគដោយមិនបាច់ថតអួតគេជំពាក់គុណម្ដាយឪពុកខំប្រឹងចំណាយពេលវេលាបម្រើសងត្រឡប់ខណៈដែលពួកគាត់នៅមានជីវិត2សប្តាហ៍ក្រោយមរណភាពម្ដាយខ្ញុំសោទូម្ដាយខ្ញុំដែលតែងតែនៅជាប់ជាមួយម្ដាយខ្ញុំបែរជានៅជាមួយប្អូនស្រីខ្ញុំទូរបស់គាត់ដែលថាសល់លុយប្រមាណ$20,000ឥឡូវនេះសូម្បីតែ$1ក៏រកមិនឃើញដែរលុយខ្មែរមួយចំនួនដែលគាត់ប្រើឲ្យខ្ញុំយកទៅប្តូរឲ្យគាត់ទៅជាដុល្លារមុនពេលដែលគាត់បាត់មាត់បាត់កលែងចេះនិយាយក៏រកអត់ឃើញខ្សែកអនុស្សាវរីយ៍ដែលជាអំណោយបែបដូនតាពីម្ដាយរបស់ខ្ញុំមកឲ្យខ្ញុំនៅពេលដែលខ្ញុំជាប់បាក់ឌុបកាលពីឆ្នាំ1996ក៏មិនដឹងនៅឯណានៅពេលនេះខ្ញុំសួរបងខ្ញុំវាថាអត់ដឹងបងស្រីខ្ញុំជាទូទៅដែលមុខលុយពេលនេះគឺធ្វើធម្មតាហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះទីបំផុតมันមានឡើយវត្ថុមានតម្លៃនៅក្នុងទូរបស់ម្ដាយខ្ញុំបាទម្ដាយខ្ញុំបានចាក់ចេញដោយគ្មានទុកអ្វីទាល់តែសោះឲ្យខ្ញុំដូចដែលខ្ញុំបាននិយាយពីពេលមុនសូម្បីតែបណ្ដាំដែលគាត់បានសរសេរលើសម្បត្តិក៏បានបាត់បង់ខ្ញុំពិតជាសោកស្ដាយសម្បត្តិមួយនោះណាស់ទាំងដែលខ្ញុំដឹងថាគាត់បានសរសេរវានិងទុកវានៅក្នុងប្រអប់សម្រាប់ឲ្យពួកខ្ញុំអានកាលពីជាង1ឆ្នាំមុននោះគឺជាបណ្ដាំរបស់គាត់ប៉ុន្តែសោកស្ដាយគឺវាបាត់ខ្ញុំធ្លាប់ចង់សម្លាប់ខ្លួនព្រោះតែហត់នឿយនឹងឃើញភាពវេទនារបស់គាត់នេះជាអារម្មណ៍មួយពេលដែលមើលអ្នកថាជំងឺគឺហត់មែនតែខ្ញុំមិនចង់ឲ្យគាត់ឈឺចាប់ព្រោះតែកាក់ចាចេញរបស់ខ្ញុំឡើយជីវិតខ្ញុំមិនបានស្និទ្ធនឹងនរណាជាដុំកំភួនឡើយព្រោះខ្ញុំខ្លាចការឈឺចាប់ដោយសារការនារីបច្ចុប្បន្ននេះខ្ញុំគ្មានអ្វីទាំងអស់បច្ចុប្បន្ននេះខ្ញុំមានតែភាពទទេគឺជាសុភមង្គលងាយនឹងចាប់ផ្ដើមសារជាថ្មីព្រោះគ្មានចំណងអ្នកអាចមិនជឿតែជាអ្វីដែលខ្ញុំខំរៀនហើយលើសពីភាពបង្គួរដែលខ្ញុំអាចធ្វើបានគឺខ្ញុំពិតជាស្រឡាញ់ភាពទទេដោយបរិសុទ្ធក្រៅពីម្ដាយខ្ញុំបើតាមអារម្មណ៍ខ្ញុំពិតជាមិនងាយនឹងមានអ្វីដែលអាចធ្វើឲ្យខ្ញុំឈឺចាប់នោះឡើយគ្រប់យ៉ាងលើភពផែនដីសុទ្ធតែជារបស់ដែលយើងខ្ចីប្រើប្រាស់ទាំងម្ដាយទាំងឪពុកមិនមានឡើយអ្វីម្យ៉ាងដែលជាកម្មសិទ្ធិរបស់មនុស្សមានតិចឈឺតិចមានច្រើនឈឺច្រើនពេលដែលបាត់បង់ទាំងខ្ញុំទាំងអ្នកយើងគ្រាន់តែខ្ចីអ្វីៗគ្រប់យ៉ាងដែលយើងបានប្រកាសថាមានសម្រាប់ប្រើប្រាស់តែក្នុងខណៈមួយតែប៉ុណ្ណោះវេលាមួយនោះយើងនឹងប្រគល់វាត្រឡប់ទៅផែនដីវិញជាក់ជាមិនខានផ្ទះឡានអលង្ការសម្ភារៈនានាគឺសុទ្ធតែជាភាពទទេវាគ្មានន័យដូចមនោសញ្ចេតនាបរិបូរណ៍មួយដែលខ្ញុំបានទទួលពីម្ដាយខ្ញុំហើយដែលខ្ញុំបានបាត់បង់វាជារៀងរហូតហើយពីថ្ងៃនេះតទៅមិននិយាយរកបងស្រីខ្ញុំមួយសប្តាហ៍ថ្ងៃនេះខ្សែកខ្ញុំបានរកឃើញវិញហើយបាទគឺនាងជាអ្នករកឃើញតែខ្ញុំដឹងគឺនាងជាអ្នកដោះទុកនៅថ្ងៃដែលម៉ាក់របស់ខ្ញុំទៅពេទ្យជាមួយនាង
វេលាដែលខ្ញុំកំពុងតែបង្រៀននៅឯសាលាកែវដែលប្រេះគឺពិតជាពិបាកនឹងតបជាប់ណាស់នាងមិនខុសទេព្រោះដោយសារតែកូនរបស់នាងទើបនាងធ្វើបែបនេះថ្ងៃនេះគឺជាទិវាទី21នៃការចាក់ចេញរបស់ម្ដាយខ្ញុំបាទ21ថ្ងៃហើយខ្ញុំបានអស់រទេះដើរលើដងផ្លូវដែលខ្ញុំធ្លាប់ដើរជាមួយគាត់ខ្ញុំតែងតែបង្រៀនសិស្សបំណាច់នឹងយំចូលយំឲ្យចំណេញខ្ញុំថាខ្ញុំមិនយំទេតែខ្ញុំក៏នៅតែយំតែម្នាក់ឯងពេលខ្ញុំដើរបណ្ដាអស់រទេះបណ្ដាស្ដាប់បទចម្រៀងធំហោះឬក៏បទចម្រៀង Fairy Tale បណ្ដាវាជាបទចម្រៀងអនុស្សាវរីយ៍មួយដែលខ្ញុំតែងតែចាក់ពេលដែលខ្ញុំអស់រទេះម្ដាយខ្ញុំចម្រៀងព្រេងនិទានដែលតែងមិនចប់ដោយក្តីស្រឡាញ់របស់ម្ដាយដែលមិនមានថ្ងៃផុតរលត់ខ្ញុំមិនសោកស្ដាយក្រោយឡើយបេសកកម្មមួយដែលជាអនុស្សាវរីយ៍មួយដ៏ល្អនិងមានន័យតើឯងចង់បានអីម៉ាក់ខ្ញុំសួរខ្ញុំអ្វីដូចពេលដែលម៉ាក់បានបង្កើតខ្ញុំនេះជាចម្លើយរបស់ខ្ញុំកំណើតរបស់ខ្ញុំគឺនៅក្រៅសង្គ្រាមឆ្នាំ1979គ្រួសាររបស់ខ្ញុំគ្មានអ្វីដូចគ្រួសារខ្មែរទូទៅដែរអ្វីដែលមានគឺមានតែស្នាមញញឹមលើជីវិតពីជីវិតថ្មីមួយបាទគ្រួសាររបស់ម្ដាយខ្ញុំបាទគឺមានតែក្តីញញឹមនោះឯងដែលជាសុភមង្គលនៅពេលនោះពិសេសស្នាមញញឹមពីជីវិតថ្មីមួយនោះគឺវត្តមានរបស់ខ្ញុំដែលលួងលោមភាពនារីនៃគ្រួសាររបស់ម៉ាក់ខ្ញុំឬក៏របស់គាត់ហើយដែលបេសកកម្មនៃជីវិតរបស់ខ្ញុំគឺយ៉ាងដូចនោះឯងលួងលោមអ្នកហើយខឹងនឹងព្រះដែលខ្ញុំមានសំណាងពេកហើយប៉ុន្តែប្រហែលជាអ្នកទាំងអស់គ្នាមិនយល់ទេបាទ I have nothing in money but I have everything in heart uncountable love from people around the globe and do enjoy smile long enough before goodbye មិនមានទំនាក់ទំនងជាមួយមនុស្សជីវិតរបស់ខ្ញុំពិតជាស្ងប់ល្អណាស់នៅខណៈនេះមិនចូល Facebook ឬ Messenger ជីវិតខ្ញុំបានចាក់ផុតពីការប្រៀបធៀប Minimalism ស្រឡាញ់ភាពតិចតួចប៉ុន្តែមានគុណភាពប្រៀបធៀបខ្លួនឯងថ្ងៃម្សិលនិងខ្លួនឯងថ្ងៃនេះចាក់ផុតពីសម្ពាធនៃការប្រៀបធៀបជីវិតសាមញ្ញគឺនឹងមិនលំបាកដូចអ្វីដែលអ្នកធ្លាប់បានគិតឡើយខ្យល់ព្យុះដែលធ្លាប់ឆ្លងកាត់ទោះកំណាច់ខូខើយ៉ាងណាក៏វាបានធ្វើឲ្យអ្នកមិនមែនជាអ្នកដូចកាលពីពេលមុនទៀតឡើយ Be grateful ត្រេកអរចំពោះអ្វីៗដែលអ្នកកំពុងមានដែលអ្នកបានទទួលដែលបានផ្ដល់ឲ្យខ្លួនឯងនិងដែលបានផ្ដល់ឲ្យអ្នកដទៃទោះបើតិចតួចក៏នៅតែជាគ្រឹះនៃសុខៈនៅតែជាសោភ័ណដ៏ល្អបំប្រងក្នុងការលំអជីវិតក្នុងរថយន្តម្ដាយខ្ញុំជាអ្នកបើកឯងកុំខ្វល់ខំធ្វើឲ្យតែល្អទៅម្ដាយខ្ញុំបាននិយាយមកកាន់ខ្ញុំអោបគាត់មិនអោបខ្ញុំទេហើយខ្ញុំក៏ចុះពីឡានទៅលីហើយសូមរីករាយនឹងដំណើរមួយថ្មីនៃជីវិតសូរសំឡេងមាន់រងាវនោះគឺជាសុបិនទោះបើវាជាសុបិនអរគុណដែលបានផ្ដល់ឲ្យខ្ញុំនៅអារម្មណ៍មួយនេះអរគុណនៅសូរសំឡេងដ៏រាបសារដែលម៉ាក់មិនធ្លាប់មានមកលើកូនមេម៉ាក់ខ្ញុំដឹងថាម៉ាក់កំពុងតែនៅទីនេះជុំវិញខ្ញុំដឹងថាម៉ាក់កំពុងតែស្ថិតនៅគ្រប់ទិសទីគ្រប់ទីកន្លែងដែលមិនមែនឆ្ងាយពីទីនេះឡើយសូមម៉ាក់ជ្រើសរើសផ្លូវដែលម៉ាក់ស្រឡាញ់សូមម៉ាក់ធ្វើនៅអ្វីដែលម៉ាក់ចង់និងចង់ខ្លាយទៅជាស្ថិតនៅក្នុងរង្វង់ដៃនៃព្រះខ្ញុំជឿថាថ្ងៃណាមួយយើងនឹងជួបគ្នាជាថ្មីម្ដងទៀតនេះជាជំនឿនេះជាអ្វីដែលខ្ញុំជឿជាក់ថាវានឹងកើតឡើងក្តីស្រឡាញ់